2 ឆ្នាំផ្ទះរបស់ខ្ញុំបានក្លាយជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យខ្ញុំទៅក្រុមហ៊ុនគ្រប់គ្រងដើម្បីសុំឲ្យជាងមកបើកទ្វារតែគេបែរជាសម្លឹងមើលខ្ញុំមួយផ្លែតនេះជាផ្ទះរបស់ក្រុមហ៊ុនគ្រប់គ្រងតើអ្នកមានសិទ្ធិអ្វីមកចាក់សោបើកនេះជាផ្ទះរបស់ខ្ញុំពីមុនខ្ញុំនៅបរទេសរហូតទើបទុកវាចោលមិនសូវបានរស់នៅបើមិនជឿអ្នកអាចឆែកប្រព័ន្ធគ្រប់គ្រងរបស់អ្នកបានបន្ទាប់មកនាងបានដកប្លង់ដីនិងឯកសារផ្ទេរសិទ្ធិមួយកុំភ្លេចចេញមកបងស្រីអ្នកទៅបរទេសហើយឆ្លៀតភ្លេចការចងចាំទៀតហ៎កាលពី7 ឆ្នាំមុនអ្នកបានលក់ផ្ទះនេះឲ្យក្រុមហ៊ុនគ្រប់គ្រងយើងខ្ញុំហើយឥឡូវនេះខាងក្នុងពោពេញដោយឯកសារបានសាររបស់យើងមិនបើកជូនអ្នកក្រៅចូលមើលទេខ្ញុំបានបើកមើលឯកសារទាំងភ្ញាក់ផ្អើលនៅលើប្លង់ដីឈ្មោះម្ចាស់កម្មសិទ្ធិត្រូវបានសរសេរថាជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យហត្ថលេខាលើកិច្ចសន្យាទិញលក់ក៏ជាហត្ថលេខារបស់ខ្ញុំដែរខ្ញុំស្រឡាំងកាំងជាខ្លាំងតែខ្ញុំមិនដែលលក់ផ្ទះទេតើបានហើយសរសេរច្បាស់នៅលើក្រដាសស្មើហើយតើមើលអ្វីទៀតតើចប់ហើយឬនៅសូមសួរអ្នកជោគជ័យម្នាក់នេះបន្តិចតើជំងឺវង្វេងរបស់អ្នកជាសះស្បើយហើយឬនៅពិតជាព្រៃធំមានសត្វគ្រប់ប្រភេទមែនលក់ផ្ទះហើយគ្រាន់តែធ្វើជាមិនដឹងខ្លួនថាផ្លេចនោះវាខ្លាយជារបស់អ្នកម្ដងទៀតហ៎ចុះបើខ្ញុំតែកំភ្លេងអ្នកមួយដៃរួចនិយាយថាផ្លេចមានន័យថាខ្ញុំមិនបានទេមែនទេឯកសារត្រូវបានដកយកទៅលឿនពេកពុករួមទាំងការផ្លាស់ប្ដូរភ្លាមនេះធ្វើឲ្យខ្ញុំស្រឡាំងកាំងទាំងស្រុងខ្ញុំបានបើកមើលកិច្ចសន្យាទិញលក់យ៉ាងប្រញាប់ប្រញាល់សូម្បីតែព័ត៌មានលម្អិតនៃលក្ខខណ្ឌក៏មើលមិនច្បាស់ដែរខ្ញុំពិតជាមិនយល់តតែសោះហេតុអ្វីបានជាទៅបរទេស7 ឆ្នាំផ្ទះដែលធ្លាប់ទិញផ្ដាច់ក្នុងតម្លៃ2 លានបែរក្លាយជារបស់អ្នកអតីតទៅវិញរឿងនេះខ្ញុំត្រូវតែស៊ើបឲ្យដឹងច្បាស់បើខ្ញុំលក់ផ្ទះឲ្យក្រុមហ៊ុនគ្រប់គ្រងរបស់អ្នកមែនអញ្ចឹងយកកិច្ចសន្យាទិញលក់មកឲ្យខ្ញុំមើលម្ដងទៀតមើលអំបាញ់មិញមិនទៅតែឲ្យមើលទេហ៎តើអ្នកចង់ចប់ឬនៅបើមានជំងឺទៅព្យាបាលនៅមន្ទីរពេទ្យទៅកុំមកឈួតនៅទីនេះខ្ញុំទៅតែចង់និយាយស្រាប់តែទ្វារក្រុមហ៊ុនគ្រប់គ្រងត្រូវបានរុញបើកស្ត្រីចំណាស់ម្នាក់បានស្រែកចូលទៅខាងក្នុងជួយបញ្ចូលលុយថ្លៃភ្លើង200ឲ្យខ្ញុំផងចាសអ៊ំស្រីលីវមែនហើយអ៊ំស្រីលីវពីថ្ងៃនេះយើងមានកម្មវិធីពិសេសបងប្រាក់ថ្លៃសេវាគ្រប់គ្រងសម្រាប់ត្រីមីសក្រោយទុកមុននឹងទទួលបានប្រេងតែមួយធុងតម្លៃ399អ៊ំស្រីលីវបានយួរធុងប្រេងតែពិនិត្យមើលឆ្វេងស្ដាំប្រេងតែនេះពិតជាល្អណាស់ចាំពុកប្រសាស្រីខ្ញុំចេញពីធ្វើការខ្ញុំនឹងនិយាយប្រាប់នាងអ្នកទាំងពីរជេរគ្នាចុះឡើងមិនឈប់សោះខ្ញុំក៏មានតែថយទៅម្ខាងរួចផ្ញើសារទៅកាន់មិត្តភក្តិម្នាក់ឈ្មោះលីនឆិនជួយឆែកមើលថាតើនរណាជាម្ចាស់ផ្ទះលេខ202អគារ3នៅខុនដូសង់សេលីសេហើយការនោះគេផ្ទេរសិទ្ធិដោយរបៀបណាការឆ្លើយតបមកវិញយ៉ាងលឿនយល់ព្រមចាំបន្តិចខ្ញុំផ្ញើទៅឲ្យរំពេចនោះឬសូផាច់វាងជៀនបានលើកទូរស័ព្ទថតរូបខ្ញុំមួយសន្លឹកអ៊ំស្រីលីវអ៊ំឃើញមនុស្សនៅទីនោះទេកុំមើលឃើញនាងស្លៀកពាក់ស្អាតបាតឲ្យសោះតាមពិតគឺជាជនបោកប្រាស់ទេថែមទាំងនិយាយថាផ្ទះនៅក្បែរក្រុមហ៊ុនគ្រប់គ្រងរបស់យើងជារបស់នាងទៀតឥឡូវនេះខ្ញុំនឹងផ្ញើរូបថតនាងចូលក្នុងក្រុមដើម្បីលាតត្រដាងនាងកុំឲ្យម្ចាស់ផ្ទះក្នុងបរិយាត្រូវគេបោកប្រាស់ជាលើកដំបូងក្នុងជីវិតដែលត្រូវគេចោទថាជាជនបោកប្រាស់បូករួមទាំងរឿងផ្ទះផងធ្វើឲ្យខ្ញុំខឹងស្ទើរផ្ទុះទ្រូងដើរទៅខាងមុខរួចសួរដេញដល់ខ្លាំងហេតុអ្វីបានជាផ្ទះដែលខ្ញុំទិញក្នុងតម្លៃ2 លានបែរជាលក់ឲ្យក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យឲ្យក្នុងតម្លៃមិនដល់1 លានទៅវិញខ្ញុំគ្រាន់តែប្រញាប់លក់ចេញក៏មិនដល់ថ្នាក់ខាត់ចង់ហិនហោចបែបនេះដែរម្យ៉ាងទៀតកាលពី7 ឆ្នាំមុនតម្លៃផ្ទះកំពុងតែឡើងថ្លៃតើតម្លៃនេះសមហេតុផលទេពន្យល់ខ្ញុំមកកាលនោះមិនមែនខ្ញុំមិនបានខាត់អ្នកទេមានផ្ទះគឺមានគ្រួសារមិនបាច់ប្រញាប់លក់ទេតែអ្នកបែរជាមិនខ្វល់និយាយថាខ្យល់អាកាសនៅបរទេសល្អជាងអ្នកគ្រាន់តែចង់លក់ឲ្យលឿនដើម្បីផ្ដាច់ទំនាក់ទំនងជាមួយស្រុកកំណើតទាំងស្រុងម្យ៉ាងទៀតហត្ថលេខានេះគឺអ្នកចុះដោយផ្ទាល់ខ្ញុំមានវីដេអូជាភស្តុតាងនិយាយរួចចាងជៀនហួរហត់ទូរស័ព្ទមកបើកវីដេអូមួយក្នុងរូបភាពនោះខ្ញុំបានទទួលឯកសារពីដៃចាងជៀនហួរទាំងប្រញាប់ប្រញាល់ហើយចុះហត្ថលេខាលើឈ្មោះរបស់ខ្លួនឯងខ្ញុំមិនទាន់ទាំងដឹងខ្លួនផងទូរស័ព្ទក៏បន្លឺសំឡេងលីនឆាន់បានផ្ញើសារមកនៅលើប្រព័ន្ធគ្រប់គ្រងផ្ទះម្ចាស់ផ្ទះលេខ202គឺជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យហើយរូបថតផ្ទេរកម្មសិទ្ធិដែលមានក្នុងប្រព័ន្ធគឺលោកស្រីទៅធ្វើដោយផ្ទាល់មិនយូរប៉ុន្មានលីនឆាន់បានផ្ញើរូបភាពអេក្រង់ប្រព័ន្ធនិងរូបថតផ្ទេរកម្មសិទ្ធិមកខ្ញុំពង្រេកមើលព័ត៌មានលម្អិតខ្ញុំអង្គុយនៅមុខទៅចុះហត្ថលេខាលើឯកសារនៅកន្លែងចុះហត្ថលេខាឃើញយ៉ាងច្បាស់នៅហត្ថលេខាផ្ទាល់ដៃរបស់ខ្ញុំគំនូរចុងក្រោយនៃឈ្មោះមានការចុះបន្តិចយ៉ាងច្បាស់នេះជាទម្លាប់សរសេររបស់ខ្ញុំគម្រមានអ្នកចាប់អារម្មណ៍លើចំណុចលម្អិតនេះណាស់ភ្លាមនោះក្នុងរបស់ខ្ញុំទាំងមូលសំជុំដោយញើសត្រជាក់ខ្ញុំចាប់ផ្ដើមសង្ស័យថាតើការចងចាំរបស់ខ្ញុំមានបញ្ហាយ៉ាងណាតើខ្ញុំពិតជាបានលក់ផ្ទះមែនទេតែខ្ញុំទៅក្រៅប្រទេសតាមការចាត់តាំងការងារក្រុមហ៊ុនបានរៀបចំផ្ទះនិងឡានឲ្យខ្ញុំប្រាក់ខែក៏កើនឡើងច្រើនដងម្យ៉ាងទៀតខ្ញុំមិនដែលគិតចង់ទៅរស់នៅបរទេសរហូតទេដូច្នេះមិនចាំបាច់លក់ផ្ទះតតែសោះវាច្បាស់ជាមានបញ្ហានៅត្រង់ណាហើយខ្ញុំបង្ខំចិត្តឲ្យស្ងប់ហើយរំលឹកឡើងវិញស្រាប់តែខ្ញុំរកឃើញចំណុចសំខាន់មួយនោះគឺលុយអ្នកនិយាយថាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យឲ្យបានទិញផ្ទះខ្ញុំតែខ្ញុំមិនដែលទទួលបានលុយនេះទេខ្ញុំពិតជាគ្មានពេលលេងសើចជាមួយអ្នកទេអ្នករកគ្នាទស្សនាចុះនេះជាកំណត់ត្រាផ្ទេរប្រាក់ដែលផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផ្ដល់ឲ្យគាត់ចំនួនទឹកប្រាក់ដែលបានបង់គឺ 99.8 ម៉ឺនយួនបើអ្នកនៅតែចោទប្រកាន់យើងបែបនេះទៀតអ្នកដែលខ្មាស់គេគឺឪពុកម្ដាយរបស់អ្នកដែលជាគ្រូបង្រៀនស្អីគេឪពុកម្ដាយគាត់ជាគ្រូបង្រៀនហ្នឹងមិនក៏ប្រដៅកូនឲ្យអ៊ីនខ្មាស់បែបនេះម្ចាស់ផ្ទះដែលមកចំរោមមើលនៅក្បែរនោះបាននាំគ្នានិយាយដើមត្រហឹងអ៊ូយៀនបានដកទូរស័ព្ទចេញមកភ្លាមបើកការផ្សាយផ្ទាល់តាមអ៊ីនធឺណិតតម្រង់កាមេរ៉ាទៅរកស៊ូឈីងហើយនិយាយរៀបរាប់ប្រាប់អ្នកទស្សនាក្នុងការផ្សាយផ្ទាល់ចំនួនអ្នកចូលមើលកើនឡើងយ៉ាងលឿនគ្មិនមិនដាច់បណ្ដាញសង្គមជាច្រើនបានស្វែងរកព័ត៌មានរបស់ឪពុកម្ដាយស៊ូឈីងតាមរយៈតម្រុយហើយថែមទាំងមានអ្នកស្នើឲ្យបង្កើតក្រុមដើម្បីរាយការណ៍រួមគ្នាស៊ូឈីងចាប់ដើមមានអារម្មណ៍មិនល្អតើអ្នកទាំងអស់គ្នាអាចស៊ើបសួររឿងរ៉ាវឲ្យច្បាស់សិនចាំនិយាយបានទេពុកម៉ែខ្ញុំមិនដឹងអីទេខ្ញុំផ្ដល់យោបល់ឲ្យអ្នកមួយឲ្យតែអ្នកព្រមទទួលស្គាល់ថាផ្ទះ202ជារបស់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យរឿងដែលអ្នកបោកប្រាស់ទាំងឡាយខ្ញុំមិនយកទោសពេលឡើយហើយខ្ញុំក៏នឹងធានាចំពោះមុខសាធារណជនផ្ដល់ឱកាសឲ្យគ្រួសារអ្នកកែខ្លួនឡើងវិញគាត់មិនដឹងជាយកលិខិតសញ្ញាមួយច្បាប់មកពីណាទេដែលនៅលើនោះសរសេរយ៉ាងច្បាស់ថាខ្ញុំបាទស៊ូឈីងទទួលស្គាល់ថាសិទ្ធិម្ចាស់ផ្ទះលេខ202នៃអគារទី3របស់ Cheng Sialish ជារបស់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យចុះហត្ថលេខាទៅ
អ្នកទាំងអស់គ្នាបើសិនជាស៊ូឈីងព្រមទទួលស្គាល់កំហុសនិងកែខ្លួនឡើងវិញយើងផ្ដល់ឱកាសឲ្យនាងនិងគ្រួសារនាងម្ដងទៅល្អទេ អញឃើញហើយមែនទេមនុស្សគ្រប់គ្នាដឹងខុសត្រូវណាស់ខ្ញុំក៏គិតលុយឲ្យអញមើលដែរឪពុកម្ដាយអញអាយុជាង50ឆ្នាំហើយមិនដល់10ឆ្នាំទៀតក៏ចូលនិវត្តន៍ដែរ40ឆ្នាំទៅមុខទៀតហោចណាស់ក៏ជិត5លានដែរបើធ្វើឲ្យខូចការងារឪពុកម្ដាយឯងវាពិតជាមិនស័ក្តិសមឡើយ ស្នាមញឹមចំអករបស់គាត់បានចាក់ដល់ភ្នែករបស់ខ្ញុំចុងម្រាមដៃក្តាប់ចូលក្នុងបាតដៃភាពឈឺចាប់ភ្លាមនោះក៏ធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនឡើងវិញភ្លាមខ្ញុំលើកលិខិតសញ្ញានោះឡើងតាមក្រសែភ្នែកងាកមើលស្នាមញឹមរបស់ចាងជៀនហ៊ូកាន់តែរីកធំឡើងចុះអ្នកប្រាប់ខ្ញុំមើលតើអ្វីទៅដែលហៅថាខ្ញុំប្រកបផ្ទះឲ្យក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដោយឥតគិតថ្លៃតើអ្វីទៅដែលហៅថាបន្ទាប់ពីចុះកិច្ចសញ្ញានេះរួចស្ម័គ្រចិត្តបោះបង់សិទ្ធិជាម្ចាស់ផ្ទះតើអ្វីទៅដែលហៅថាទទួលស្គាល់សិទ្ធិជាម្ចាស់ផ្ទះជារបស់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យបើសិនជាផ្ទះនេះបានមកដោយស្របច្បាប់របស់ ជួយគិតគូរឲ្យអ្នកវិញឪពុកម្ដាយអ្នកអាយុជាង50ឆ្នាំហើយមិនដល់10ឆ្នាំទៀតទេគឺចូលនិវត្តន៍ហើយប្រាក់ខែ10ឆ្នាំបូកនឹងប្រាក់ចូលនិវត្តន៍40ឆ្នាំខាងមុខទៀតយ៉ាងហោចណាស់ក៏ជិត5លានដែរបំផ្លាញការងាររបស់ឪពុកម្ដាយអ្នកវាពិតជាមិនស័ក្តិសមតតែសោះ ស្នាមញឹមចំអករបស់គេបានចាក់ដល់ភ្នែករបស់ខ្ញុំចុងម្រាមដៃក្តាប់ណែនក្នុងបាតដៃភាពឈឺចាប់ខ្លាំងស្រាប់តែពុះកញ្ជ្រោលឡើងក៏ធ្វើឲ្យខ្ញុំដឹងខ្លួនឡើងវិញភ្លាមដែរខ្ញុំលើកលិខិតសញ្ញាឡើងតាមបន្ទុយភ្នែកស្នាមញឹមរបស់ចាងជៀនហ្វាកាន់តែរីកធំឡើងអញ្ចឹងឯងនិយាយមើលអ្វីទៅដែលហៅថាខ្ញុំប្រកបផ្ទះឲ្យក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដោយគ្មានលក្ខខណ្ឌអ្វីទៅដែលហៅថាក្រោយចុះកិច្ចសញ្ញាហើយគឺស្ម័គ្រចិត្តលះបង់សិទ្ធិជាម្ចាស់កម្មសិទ្ធិលើផ្ទះអ្វីទៅដែលហៅថាព្រមទទួលស្គាល់ថាអចលនទ្រព្យនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនគ្រប់គ្រងប្រសិនបើផ្ទះនេះជារបស់ដែលពួកឯងទទួលបានដោយស្របច្បាប់តើហេតុអ្វីបានជាបង្ខំឲ្យខ្ញុំចុះកិច្ចសញ្ញាផ្ដាច់ការបែបនេះពន្លឺត្រជាក់ស្រាប់តែភ្លឺឡើងក្នុងភ្នែករបស់ចាងជៀនហ្វា ស៊ូឈីងនេះមិនមែនមកពីខ្លាចអញដើរទៅដើរមកដើម្បីគំរាមកំហែងជំរិតទាបប្រាក់ទេអីមើលចុះអញបង្កការរំខានពេញមួយព្រឹកទៅហើយបើជារៀងរាល់ថ្ងៃសុទ្ធតែបែបនេះតើក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យរបស់យើងអាចបំរាមចាស់ផ្ទះដទៃទៀតបានយ៉ាងម៉េចទៅគ្រប់គ្នាប្រាប់មើលតើវាសមហេតុផលទេពិតមែនហើយខ្ញុំមកទីនេះតាំងពីព្រឹករងការរំខានពីនាងរហូតសូម្បីតែថ្លៃភ្លើងក៏មិនទាន់បានបង់ផងបន្តិចទៀតបើធ្វើបាយរួចគ្មានអ្វីឲ្យចែកខ្ញុំហូបទេគឺបន្ទោសនាងទាំងអស់ហ្នឹងទ្វារផ្ទះខ្ញុំក៏ត្រូវការជួសជុលដែររហូតមកដល់ពេលនេះនៅមិនទាន់ចាត់ចែងឲ្យទៀតបើនាងមិនបង្ករឿងទេទ្វារទាំងពីរប្រហែលជាជួសជុលរួចរាល់បាត់ទៅហើយផ្ទះខ្ញុំនៅចាំលៀងលូទឹកស្អុយបង្គន់ទៀតណាអូយឆាប់ចុះហត្ថលេខាទៅឆាប់ឡើងទីនេះមានមនុស្សជាង20នាក់ណានាងខាតពេលតែ1នាទីស្មើនឹងខាតពេលពួកយើងជាង20នាទីហើយខ្ញុំស្រាប់តែចង់សើចបន្តិចខ្ញុំក៏គ្មានការអត់ធ្មត់បង្អង់យូរទៀតដែរខ្ញុំលើកទូរស័ព្ទដៃឡើងត្រៀមចុចលេខទូរស័ព្ទរាយការណ៍ប៉ូលីសទើបតែចុចបានលេខ3ខ្ទង់ស្រាប់តែក៏ដៃរបស់ខ្ញុំត្រូវបានចាប់យ៉ាងណែនចាំងជៀនហ្វាឡើងមុខក្រហមញ៉ាំងស៊ូឈីងនាងបង្កការរំខានគ្រាន់បើហើយមែនទេនៅចង់ឲ្យអ្នករកគ្នាខាតពេលដល់ណាទៀតឥឡូវនេះចុះហត្ថលេខាភ្លាមទៅខ្ញុំខំប្រឹងរើបំរះក្តីចេញប៉ុន្តែនៅចំពោះមុខកម្លាំងដ៏ខ្លាំងក្លានោះខ្ញុំគ្មានផ្លូវតស៊ូបានតតែសោះចាំងជៀនហ្វានេះជាការបង្ខិតបង្ខំទោះជាខ្ញុំចុះហត្ថលេខាក៏គ្មានសុពលភាពផ្លូវច្បាប់ដែរលែងខ្ញុំទៅការិយាល័យគ្រប់គ្រងផ្ទះបានផ្ទេរកម្មសិទ្ធិរួចហើយកិច្ចព្រមព្រៀងនេះគ្រាន់តែជាការធ្វើបង្ក្រប់កិច្ចប៉ុណ្ណោះបើមានសមត្ថភាពនាងទៅប្រាប់ឲ្យការិយាល័យគ្រប់គ្រងផ្ទះបដូរឈ្មោះម្ចាស់ផ្ទះមកវិញទៅនិយាយរួចគេក៏ឆក់យកទូរស័ព្ទរបស់ខ្ញុំហើយញាត់ប៊ិចចូលក្នុងដៃខ្ញុំបង្ខំដៃខ្ញុំឲ្យសរសេរឈ្មោះស៊ូឈីងពីទូនៅលើលិខិតសញ្ញានោះខ្ញុំក៏លេចមើលចំណុចចុងក្រោយបង្អស់ក៏ធ្លាក់ចូលទៅក្នុងភាពស្ងៀមស្ងាត់ខ្ញុំដឹងថាចាងជៀនហ្វាលួចយកផ្ទះខ្ញុំទៅដោយរបៀបណាហើយទើបតែសរសេរឈ្មោះរួចខ្ញុំក៏ត្រូវបានគេរុញចេញយ៉ាងខ្លាំងនៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងមានមនុស្សក្រៅដែលមិនស្គាល់អត្តសញ្ញាណចូលមកសន្តិសុខពីរនាក់ឆាប់មកទីនេះភ្លាមនាំនាងចេញទៅគេច្បាស់ជាដឹងថាខ្ញុំជាស្រីទន់ខ្សោយហើយគ្មានទីពឹងទើបធ្វើបាបខ្ញុំបែបនេះប៉ុន្តែខ្ញុំក៏មិនមែនងាយនឹងឲ្យគេធ្វើបាបបានដែរអំបញ្ញមិញអ្នករាល់គ្នាបានឃើញហើយតើឯកសារមួយនេះគឺចាងជៀនហ្វាចាប់ដៃខ្ញុំបង្ខំឲ្យខ្ញុំចុះហត្ថលេខាទេខ្ញុំនិងចាងជៀនហ្វាសូម្បីតែស្គាល់គ្នាក៏មិនរាប់ដែរក្នុងរយៈពេល7ឆ្នាំនេះរឹតតែគ្មានការប្រកបការងារជាមួយគ្នាទៀតចុះហេតុអ្វីបានជាហត្ថលេខានេះដូចគ្នាទាំងស្រុងនឹងហត្ថលេខាដែលខ្ញុំសរសេរដោយផ្ទាល់ដៃទៅវិញសូម្បីតែចំណុចឈប់ចុងក្រោយបង្អស់ក៏ដូចគ្នាគ្មានខុសដែរគេច្បាស់ជាបានហាត់រៀនវាជាមិនខានប្រសិនបើមិនធ្លាប់ហាត់ចុះហត្ថលេខាคล้ายៗទេមនុស្សទូទៅច្បាស់ជាមិនចាប់អារម្មណ៍ឡើយខ្ញុំដកឯកសារមួយដែលមានហត្ថលេខារបស់ខ្ញុំពីក្នុងទូរស័ព្ទដៃយកមកប្រៀបធៀបជាមួយលិខិតសញ្ញានេះភាពស្រដៀងគ្នានៃហត្ថលេខាទាំងពីរគឺពិបាកនឹងមើលដឹងតាំងពីដំបូងណាស់ថាវាមិនឯងជាធម្មតាតែងតែលួចចម្លងហត្ថលេខារបស់ខ្ញុំមែនទេចុះហេតុអ្វីបានជាឯងត្រូវលួចចម្លងហត្ថលេខារបស់ខ្ញុំតើដើម្បីស៊ីញ៉េលើឯកសារអ្វីមួយមែនទេឧទាហរណ៍ដូចជាកិច្ចសញ្ញាទិញផ្ទះឧទាហរណ៍ដូចជាកិច្ចព្រមព្រៀងផ្ទេរសិទ្ធិអបព្រះឲ្យហត្ថលេខាទាំងពីរនេះពិតជាដូចគ្នាខ្លាំងណាស់ទុនភ្លុនរៀបរយមើលមួយផ្លែតដឹងតែជាអក្សររបស់មនុស្សស្រីហើយអាហើយមិនត្រឹមត្រូវទេហេតុអ្វីបានជាខ្ញុំចាំថាអក្សររបស់ប្រធានលីមិនទុនភ្លុនបែបនេះសោះចឹងឯងនិយាយបែបនេះខ្ញុំក៏នឹកឃើញដែរប្រធានលីហាត់សរសេរអក្សរចំជាច្រើនឆ្នាំមកហើយតួអក្សរដែលសរសេរនៅពេលចូលឆ្នាំគឺមានទម្ងន់រស់រវើកនិងមានអំណាចខ្លាំងណាស់ឬមួយក៏ប្រធានលីលួចបន្លំអក្សររបស់មនុស្សស្រីម្នាក់នេះមែនទេឬបែបនេះគ្រប់គ្នាក៏ងាកទៅមើលចាងជៀងហ៊ូដោយក្តីភ្ញាក់ផ្អើលចាងជៀងហ៊ូមិនមានការភ័យស្លន់ស្លោបន្តិចណាឡើយពេលត្រូវគេលាតត្រដាងលើកដំបូងដែលលួចចម្លងស្នាដៃដ៏ល្បីល្បាញគឺដូចបេះបិទតែម្ដងខ្ញុំនៅពេលនេះពិតជាកែទម្លាប់លួចចម្លងមិនបានសោះសូមអ្នកទាំងអស់គ្នាកុំប្រកាន់អីនេះជាទម្លាប់អាក្រក់ដែលសេះសល់ពីការហាត់សរសេរអក្សរចំពីមុនទើបតែក្រឡេកមើលស្នាមស៊ីញ៉េនៅលើឯកសារដែលវាងជៀនយកចេញមកអំបញ្ញមិញក៏ចាំបាត់ទៅហើយខ្ញុំចាប់ពីថ្ងៃនេះទៅប្រកាសជាកែទម្លាប់នេះដើម្បីកុំឲ្យមានការយល់ច្រឡំធំជាងនេះអ្នកដែលសរសេរអក្សរផ្ចង់បានស្អាតគឺមានសមត្ថភាពចម្លងខ្លាំងណាស់អាចមើលឃើញពីចំណុចសំខាន់ត្រឹមតែមួយផ្លេតពិតមែនហើយឪពុកក្មេកខ្ញុំក៏អញ្ចឹងដែរលើកដំបូងដែលគាត់លួចចម្លងស្នាដៃដ៏ល្បីល្បាញគឺដូចបេះបិទតែម្ដងជនបោកប្រាស់គឺពូកែនិយាយបញ្ចុះបញ្ចូលលួងលោមចិត្តមនុស្សណាស់អ្នកទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នកុំឲ្យគេបោកប្រាស់បានឲ្យសោះសន្តិសុខពីរអ្នកបានដើរចូលមកចាងជៀងហ៊ូបានចង្អុលបង្ហាញខ្ញុំវាគឺជាជនបោកប្រាស់ម្នាក់នោះនាំវាចេញទៅ
សូមកុំរំខានដល់ការងារធម្មតាអី ចាងជាងហ៊ូអបដៃលើទ្រូងភ្នែកសម្លឹងមើលខ្ញុំមិនដាក់ភ្នែកហាក់បីដូចជាចង់ឃើញទឹកមុខភ័យស្លន់ស្លោនិងគ្រប់គ្រងខ្លួនឯងមិនបានរបស់ខ្ញុំប៉ុន្តែគេយល់ច្រឡំហើយបុគ្គលិកធម្មតាមិនមានសិទ្ធិបង្ខំដេញអ្នកអតីតចេញនោះទេការចាត់វិធានការជ្រុលហួសហេតុដោយគ្មានការពិចារណាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់សន្តិសុខទាំងពីរអ្នកបានគាំងពួកគេមើលមុខគ្នាទៅវិញទៅមករួចឈរនៅស្ងៀមមិនដឹងថាត្រូវធ្វើដូចម្តេចឡើយ អ្នកទាំងអស់គ្នាកុំជឿពាក្យសម្ដីរបស់គេអីគេគឺជាជនបោកប្រាស់ក្នុងនាមជាសន្តិសុខអ្នកមានកាតព្វកិច្ចការពីម្ចាស់ផ្ទះនៅក្នុងបូរីកុំនិយាយច្រើនជាមួយគេអីប្រញាប់ដេញគេចេញទៅ ចាងជាងហ៊ូឯងនិយាយពេញមាត់ថាខ្ញុំជាជនបោកប្រាស់តើប៉ូលីសបានបិទរឿងក្តីរួចហើយមែនទេបងប្រុសសន្តិសុខទាំងពីរអ្នកបើមានរឿងកើតឡើងតើប្រធានលីម្នាក់នេះនឹងទទួលខុសត្រូវជំនួសបងដែរឬទេសន្តិសុខទាំងពីរការភ័យខ្លាចបន្តិចបន្តួចពួកគេមិនចង់ចូលរួមក្នុងចំនួននេះឡើយទើបដើរចេញពីទីនោះទៅចាងជាងហ៊ូខឹងសម្បាជាខ្លាំងចាងជាងហ៊ូឯងតែងតែនិយាយថាខាងបូរីបានទិញផ្ទះរបស់ខ្ញុំហើយថែមទាំងនិយាយថាខ្ញុំជាអ្នកទៅផ្ទេរសិទ្ធិដោយផ្ទាល់ទៀតផងចុះហេតុអ្វីបានជារូបថតផ្ទេរសិទ្ធិបែរជាត្រូវបង្ហោះចូលក្នុងប្រព័ន្ធនៅខែមេសាឆ្នាំនេះទៅវិញខ្ញុំបានលើកទូរស័ព្ទដៃឡើងនៅលើអេក្រង់គឺជារយៈក្រាមរូបថតស្នាមសញ្ញាផ្ទេរសិទ្ធិដែលលីនឆាន់ផ្ញើមកចាងជាងហ៊ូហាក់ដូចជាគាំងបន្តិចគេបានសម្លឹងមើលអេក្រង់ទូរស័ព្ទរបស់ខ្ញុំរួចនិយាយទាំងប្រុងប្រយ័ត្នថាតើរូបថតនេះមានបញ្ហាអ្វីអបព្រះអើយនេះពិតជារូបថតដែលអាចមានតែនៅក្នុងឆ្នាំនេះពិតមែនគ្រប់គ្នានៅទីនោះសម្លឹងមើលគេដោយក្តីភ្ញាក់ផ្អើលហើយនាងបាននិយាយបន្តទៀតថាសម្លៀកបំពាក់ដែលគេពាក់នៅលើខ្លួនគឺជាម៉ូដសម្លៀកបំពាក់នីតិខុសត្រូវដែលមានកំណត់របស់ Channel ដែលទើបតែចេញនៅខែកុម្ភៈឆ្នាំនេះប៉ុណ្ណោះហើយបើមើលលេបគួយខ្ជុំនៅមាត់ដៃអាវឈុតរបស់គេនេះគឺជារបស់នាំចូលពីបរទេសនោះមិនត្រឹមត្រូវទេភ្លើងឆេះកាលពី7ឆ្នាំមុនហេតុអ្វីបានជារូបថតនៅក្នុងប្រព័ន្ធគឺជាខែកុម្ភៈឆ្នាំនេះតើវាជារូបថតបន្ថែមមែនទេហើយមិនខុសទេពី3ខែមុនខ្ញុំក៏ទទួលបានទូរស័ព្ទពីបុគ្គលិកគណៈកម្មការអចលនទ្រព្យដែរថាប្រព័ន្ធត្រូវបានដំឡើងហើយរូបថតមួយចំនួនត្រូវបានបាត់បង់ឲ្យខ្ញុំទៅថតរូបបន្ថែមប៉ុន្តែខ្ញុំទើបតែត្រឡប់មកប្រទេសវិញកាលពីម្សិលមិញទេភាពស្លន់ស្លោមួយបានភ្លឺឡើងនៅក្នុងភ្នែករបស់យ៉ាងជាងហួរអ្នកនិយាយថាអ្នកមិនបានត្រឡប់មកវិញគឺមិនបានត្រឡប់មកវិញមែនទេចុះបើខ្ញុំនិយាយថាខ្ញុំទើបតែបានធ្វើដំណើរជុំវិញពិភពលោកកាលពីប្រហែលថ្ងៃមុននោះមាត់នៅលើមុខអ្នកមិនមែនស្ដាច់តែអ្នកនិយាយទេអីត្រូវហើយខ្ញុំមានភស្តុតាងកំណត់ត្រាវីកាតនិងសៀវភៅការងាររបស់ខ្ញុំនៅក្នុងគម្រោងនៅសហរដ្ឋអាមេរិកសុទ្ធតែជាភស្តុតាងក្នុងរយៈពេល7ឆ្នាំនេះខ្ញុំបានធ្វើការលើគម្រោងនៅបរទេសរហូតមិនដែលត្រឡប់មកវិញម្ដងណាឡើយរ៉េងជាងហួរត្រូវបានសួររហូតដល់និយាយមិនចេញប៉ុន្តែនៅក្នុងខែកុម្ភៈខ្ញុំបានពាក់ខោអាវឈុតនេះហើយបានថតរូបពីរបីសន្លឹកបង្ហោះក្នុងបណ្ដាញសង្គមប្រកាសជាមានអ្នកមានបំណងមិនល្អលួចយករូបថតពីបណ្ដាញសង្គមរបស់ខ្ញុំហើយប្រើបច្ចេកវិទ្យាកាត់ទវាហើយយ៉ាងជាងហួរអ្នកគួរតែដឹងថាជាអ្នកណាហើយមែនទេស៊ឺឆែនអ្នកសួរខ្ញុំតើខ្ញុំទៅសួរអ្នកណាបើអ្នកមិនដឹងទេខ្ញុំមានតែប្តឹងប៉ូលីសប៉ុណ្ណោះស៊ឺឆែនតើអ្នកបង្កការរំខានគ្រប់គ្រាន់ហើយឬនៅខ្ញុំគ្រាន់តែជាអ្នកធ្វើការស៊ីឈ្នួលម្នាក់ប៉ុណ្ណោះផ្ទះគឺអ្នកនឹងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យជាអ្នកលក់ដូរតើវាពាក់ព័ន្ធអ្វីនឹងខ្ញុំប្រសិនបើអ្នកមានចម្ងល់អ្វីទៅជួបថៅកែនៅការិយាល័យកណ្ដាលដើម្បីទៅកុំមកបង្កផលប៉ះពាល់ដល់ការងាររបស់យើងនៅទីនេះនេះអស់មួយព្រឹកទៅហើយថ្លៃអគ្គិសនីរបស់មីងវ៉ងក៏មិនទាន់បានបង់ទ្វារផ្ទះរបស់ពូយ៉ាវក៏មិនទាន់បានជួសជុលបងលីវក៏នៅរងចាំចេញលិខិតបញ្ជាក់ហើយនៅមានខ្ញុំទៀតកិច្ចប្រជុំការិយាល័យកណ្ដាលម៉ោង11ដើមឡើយឥឡូវបានចាប់ផ្ដើមអស់10នាទីទៅហើយនេះពាក់ព័ន្ធនឹងប្រាក់រង្វាន់ការងារពាក់កណ្ដាលឆ្នាំដំបូងរបស់ខ្ញុំ3-4ម៉ឺនយន្តត្រូវរលីបង់ដោយសារតែអ្នកមែនហើយត្រូវហើយមានការអីទៅរករឿងនៅការិយាល័យកណ្ដាលទៅមកនៅសំមុំទីនេះតើយើងពាក់ព័ន្ធអីដែរឬមួយក៏ពួកយើងជំពាក់អ្នកចាត់ការលើពិតជាសីណាស់ត្រូវនាងធ្វើឲ្យបាត់បង់ប្រាក់រង្វាន់3-4ម៉ឺនយន្តធ្វើឲ្យអ្នកធ្វើការដូចគ្នាចាប់ដើមអាណិតខ្លាំងណាស់ឲ្យតែនៅលើបណ្ណកម្មសិទ្ធិគ្មានឈ្មោះរបស់នាងផ្ទះនោះមិនមែនជារបស់នាងទេជនក្រៅតំបន់ចេញពីបូរីរបស់យើងទៅមិនត្រឹមត្រូវទេនាងនិយាយថារូបថតនោះជារបស់ប្រព័ន្ធតើវាពិតជាមែនឬមិនប្រកាសទេប្រហែលជានាងកាត់រូបថតខ្លួនឯងដើម្បីបន្លំភ្នែកនោះទេដឹងអីយ៉ាស្រីម្នាក់នេះមិនធម្មតាទេពួកយើងច្រើនអ្នកម្លេះស្ទើរតែចាញ់បោកនាងទៅហើយរំពេចនោះម្ចាស់ផ្ទះម្នាក់បានវាយកញ្ចឹងក៏របស់ខ្ញុំមួយដៃពីក្រោយខ្ញុំក៏ដួលទៅលើដីភ្លាមឈប់ភ្លាមក្នុងស្ថានភាពដឹងខ្លួនព្រាលលេងឆែនបានរត់ចូលមកតាមទ្វារហើយអបខ្ញុំនៅក្នុងដៃគាត់បានហៅឈ្មោះខ្ញុំយ៉ាងភិតភ័យស៊ឺឆែនតើអូនយ៉ាងម៉េចហើយអូនកុំគេងឲ្យសោះណានៅពេលបើកភ្នែកឡើងម្ដងទៀតខ្ញុំកំពុងគេងនៅលើគ្រែពេទ្យស៊ឺឆែនតើអូនយ៉ាងម៉េចហើយមានកន្លែងណាជឿទៀតទេអូនបានគេងអស់មួយថ្ងៃមួយយប់ទៅហើយបងភ័យខ្លាំងណាស់រហូតដល់មិនបានបិទភ្នែកមួយថ្ងៃមួយយប់នេះគ្មានបញ្ហាធំដុំទេប្រហែលជាមកពីបញ្ហាខុសម៉ោងទើបគេងយូរយ៉ាងនេះមែនហើយតើរឿងរបស់យ៉ាងជាងហួរស្រាវជ្រាវដល់ណាហើយការស៊ើបអង្កេតបានរកឃើញថាយ៉ាងហួរបានធ្វើដំណើរទៅបរទេសដើម្បីចូលរួមល្បែងស៊ីសងបន្ទាប់ពីជំពាក់បំណុលយ៉ាងច្រើនគាត់ក៏បានសងបំណុលវិញយ៉ាងលឿនតើកន្លែងរបស់ខ្ញុំទទួលបានការផ្ទេរប្រាក់ពីសេវាគ្រប់គ្រងអគារដែរទេខ្ញុំបានពិនិត្យរាល់ប្រតិបត្តិការទាំងអស់គ្មានកំណត់ត្រាការចូលកន្លែងដែលពាក់ព័ន្ធទេចម្លើយគឺច្បាស់ណាស់គាត់បានលក់អចលនទ្រព្យដើម្បីសងបំណុលមុនពេលចេញទៅក្រៅប្រទេសខ្ញុំបានបង់ប្រាក់ថ្លៃសេវាគ្រប់គ្រងអគាររយៈពេល10ឆ្នាំតែម្ដងកាលនោះចាងជាងហ្វាបានមកសួរនាំពីស្ថានភាពពាក់ព័ន្ធដោយផ្ទាល់ខ្ញុំបានប្រាប់គាត់ថាខ្ញុំទៅក្រៅប្រទេសយូរហើយផ្ទះនឹងត្រូវទុកចោលគាត់បានចេញបង្កាន់ដៃទទួលប្រាក់ដោយខ្លួនឯងនិងសុំព័ត៌មានផ្ទាល់ខ្លួនដើម្បីលួចយកហត្ថលេខានិងឯកសារអត្តសញ្ញាណរបស់ខ្ញុំជាបន្តបន្ទាប់ការពិតបានលាតត្រដាងហើយយើងទៅប្រឈមមុខនឹងគាត់ឥឡូវនេះកុំប្រញាប់ប្រញាល់ពេកនៅមានចំណុចមួយទៀតដែលមិនទាន់បានស៊ើបអង្កេតច្បាស់លាស់តាមសម្ដីរបស់ម្ចាស់ផ្ទះចាងជាងហ្វាជាមនុស្សល្អម្នាក់ដែលគិតគូរពីម្ចាស់ផ្ទះទម្លាប់អាក្រក់របស់គាត់ប្រហែលជាមិនទាន់កែប្រែទាំងស្រុងទេប្រហែលជាមានអាចកំបាំងនៅពីក្រោយក្រៅពីនេះក៏ត្រូវស៊ើបអង្កេតឲ្យច្បាស់ពីពេលវេលាបង្ហោះរូបថតដែលកាត់នោះដែរ
លីនឈិនយកទូរស័ព្ទមកចាត់ចែងមនុស្សឲ្យបន្តតាមដានការស៊ើបអង្កេតនេះ រំពេចនោះមានសម្លេងទៀនរបស់គីលៀន ប្រាក់ដោយខ្លួនឯងនិងសុំព័ត៌មានផ្ទាល់ខ្លួនដើម្បីលួចយកហត្ថលេខានិងឯកសារអត្តសញ្ញាណរបស់ខ្ញុំជាបន្តបន្ទាប់ ការពិតបានលាតត្រដាងហើយយើងទៅប្រឈមមុខនឹងគាត់ឥឡូវនេះ កុំប្រញាប់ប្រញាល់ពេកនៅមានចំណុចមួយទៀតដែលមិនទាន់បានស៊ើបអង្កេតតាមសម្ដីរបស់ម្ចាស់ផ្ទះចាងជាងហ្វាជាមនុស្សល្អម្នាក់ដែលគិតគូរពីម្ចាស់ផ្ទះទម្លាប់អាក្រក់របស់គាត់ប្រហែលជាមិនទាន់កែប្រែទាំងស្រុងទេប្រហែលជាមានអាចកំបាំងនៅពីក្រោយក្រៅពីនេះក៏ត្រូវស៊ើបអង្កេតឲ្យច្បាស់ពីពេលវេលាបង្ហោះរូបថតដែលកាត់នោះដែរលីនឈិនយកទូរស័ព្ទមកចាត់ចែងមនុស្សឲ្យបន្តតាមដានការស៊ើបអង្កេតនេះ រំពេចនោះមានសម្លេងទៀនរបស់គីលៀន បថាយិកាបន្លឺឡើងពីតាមច្រកផ្លូវដើរ មានរឿងអីហ្នឹងហើយអ្វីបានជាគ្រូស៊ូត្រូវគេជារហូតដល់ឡើងtrendពេញបណ្ដាញសង្គមចឹង ពាក្យសម្ដីពីរបីម៉ាត់នេះប្រៀបដូចជាចង់បញ្ចូលចាក់ចូលត្រជាខ្ញុំលីនឈិនបានហុចទូរស័ព្ទមកឲ្យខ្ញុំរួចជាស្រេចហើយលោកប្រធានលីនមើលនេះនាយនៅលើអេក្រង់បង្ហាញយ៉ាងច្បាស់ថាគ្រូសាលោកស្រីស៊ូប្រធានក្រុមកម្រិតថ្នាក់នៃវិទ្យាល័យលំដាប់មួយក្នុងទីក្រុងជៀងឈិនបានច្បោកនៅក្នុងប្រអប់បញ្ចេញមកគឺពោពេញទៅដោយការចោទប្រកាន់និងការជេរប្រមាថគ្រប់គ្នាកូនស្រីបង្កាច់បង្ខូចនិងច្បោកជាសាធារណៈហើយថែមទាំងប្រហារទៀតឪពុកម្ដាយនាងប្រកាសជាមិនខុសគ្នាប៉ុន្មានទេ នេះពិតជាឪពុកម្ដាយយ៉ាងណាកូនយ៉ាងនោះហើយគាត់ជាគ្រូបង្រៀននៅវិទ្យាល័យលំដាប់ខ្ពស់នៅសាលាប្រហែលជាធ្វើខ្លួនដូចជាស្ដេចត្រាញ់ហើយ ស្នើសុំឲ្យស៊ើបអង្កេតឲ្យបានល្អសាលានេះមានរឿងមិនល្អច្រើនណាស់ កុំនិយាយលេងពិតមែនតាកាលពីឆ្នាំមុនពិន្ទុប្រឡងរបស់កូនប្រុសខ្ញុំគ្រប់គ្រាន់សម្រាប់ចូលសាលារបស់ពួកគេហើយតែលទ្ធផលអ្នកដឹងទេថាមានរឿងអីកើតឡើងកន្លែងរបស់គាត់ត្រូវគេដណ្ដើមយកទៅហើយអ្នកដែលពិន្ទុទាបជាងគាត់ឆ្ងាយបែរជាបានចូលរៀនទៅវិញប្រធានក្រុមកម្រិតថ្នាក់គឺជាលោកស្រីស៊ីនឹងឯង ករណីបែបនេះមានលទ្ធភាពតែមួយគត់គឺមនុស្សទាំងនោះបានប្រើប្រាស់អំណាចខ្សែស្រឡាយហើយក ូនស្រីរបស់ខ្ញុំក៏ជួបករណីបែបនេះដែរហើយក៏ជាលោកស្រីស៊ីនេះដែរខំប្រឹងរៀនសូត្រអស់រយៈពេល3ឆ្នាំតែចុងក្រោយទទួលបានលទ្ធផលអយុត្តិធម៌បែបនេះតើមានអ្នកណាចង់ចូលរួមប្តឹងលោកស្រីស៊ីនិងគ្រួសារដោយប្រើឈ្មោះពិតជាមួយខ្ញុំទេ អ្នកដែលចង់ប្តឹងសូមចូលក្នុងក្រុមនេះដើម្បីងាយស្រួលរៀបចំមនុស្សថោកទាបបែបនេះមិនសមធ្វើជាគ្រូបង្រៀនទេយើងមិនត្រឹមតែចង់ឲ្យពួកគេខូចឈ្មោះនិងត្រូវបណ្តេញចេញពីសាលាប៉ុណ្ណោះទេថែមទាំងចង់ឲ្យពួកគេមិនអាចងើបមុខរួចអស់មួយជីវិតទៀតផងគ្នាយើងទាំងអស់គ្នាថ្ងៃទាមទារយុត្តិធម៌គឺកំណត់យក3ថ្ងៃក្រោយឥឡូវនេះចំពេលមុនការប្រឡងបាក់ឌុបគឺជាពេលវេលាដ៏ល្អបំផុតក្នុងការទាមទារយុត្តិធម៌សាលាប្រកាសជាចង់ដោះស្រាយរឿងនេះឲ្យបានលឿនដើម្បីកុំឲ្យមានការភ្ញាក់ផ្អើលដូច្នេះពួកគេនឹងយកចិត្តទុកដាក់ខ្ពស់ចំពោះការទាមទាររបស់យើងមិនត្រឹមតែអាចធ្វើឲ្យគ្រូថោកទាបទាំងពីរនាក់នេះត្រូវបណ្តេញចេញប៉ុណ្ណោះទេថែមទាំងអាចឲ្យកូនរបស់យើងទទួលបានការចុះឈ្មោះចូលរៀនឡើងវិញទៀតផងគឺចំណេញទាំងសងខាងអ្នកដែលចង់ចូលរួមទាមទារយុត្តិធម៌សូមចុះឈ្មោះបន្តគ្នាដើម្បីខ្ញុំងាយស្រួលរៀបចំជាបន្តទៀតប្រធានក្រុមពិតជាឆ្លាតវៃដូចជូកូឡាំងក្នុងសម័យនេះមែនទាំងក្លាហានទាំងមានប្រាជ្ញាការទាមទារយុត្តិធម៌នៅ3ថ្ងៃក្រោយខ្ញុំនឹងចូលរួម ការទាមទារយុត្តិធម៌លើកនេះខ្ញុំប្រកាសជាចូលរួមដើម្បីទាមទារយុត្តិធម៌ឲ្យកូនប្រុសរបស់ខ្ញុំ នេះប្រហែលជាមានអ្នកនៅពីក្រោយខ្នងចាត់ចែងរឿងទាំងអស់នេះហើយ មែនហើយប្រកាសជាអញ្ចឹងមានអ្នកឆ្លៀតឱកាសពេលការប្រឡងបាក់ឌុបចិត្តមកដល់បង្ហោះរឿងគ្រួសារយើងឲ្យឡើង trend យ៉ាងងាយស្រួលរួចហើយក៏នាំគ្នាបញ្ចេញមកដើម្បីញុះញង់បន្ថែមទៀតពួកគេប្រឌិតរឿងមិនពិតដើម្បីញុះញង់ចិត្តមនុស្សដោយយកលេសនៃការទាមទារយុត្តិធម៌ដើម្បីគ្រប់គ្រងស្ថានភាពបន្តទៀតឥឡូវនេះចិត្តដល់ពេលប្រឡងបាក់ឌុបហើយរឿងបន្តិចបន្តួចនៅក្នុងសាលាក៏នឹងត្រូវគេពង្រីកឲ្យធំដែរមិនបាច់និយាយដល់រឿងឪពុកម្ដាយខ្ញុំដែលឡើង trend នឹងត្រូវគេវែកញែកពេញបណ្ដាញសង្គមនោះទេប្រសិនបើមានការប្តឹងដោយប្រើឈ្មោះពិតបន្ថែមទៀតនោះអាជីពការងារដែលពួកគាត់បានលះបង់ពេញមួយជីវិតនឹងត្រូវបំផ្លាញទាំងស្រុងប្រកាសជាស្នាដៃរបស់ចាងជាងហ្វាហើយខ្ញុំទៅរកគាត់ឥឡូវនេះ តើកូនត្រឡប់មកប្រទេសវិញមែនទេឥឡូវនេះនៅលើអ៊ីនធឺណិតនិយាយថាគ្រួសារយើងបោកប្រាស់តើនេះជារឿងអ្វីទៅគណៈកម្មការវិន័យសាលាបានទូរស័ព្ទមកឲ្យយើងទៅការិយាល័យគាត់ដើម្បីនិយាយគ្នា សំឡេងរបស់ពុកព្រៀបដូចជាចូលរាប់មិនអស់ចាក់ទម្លុះបេះដូងខ្ញុំធ្វើឲ្យខ្ញុំឈឺចាប់ស្ទើរតែដកដង្ហើមមិនរួចធំដឹងក្តីមកដល់ពេលនេះនេះជាលើកទី1ហើយដែលខ្ញុំបានឃើញឪពុកដែលធ្លាប់តែស្ងប់ស្ងាត់ស្ទើរតែមួយជីវិតបែរជាមានភាពស្លន់ស្លោនិងវង្វេងវង្វាន់បែបនេះសិស្សម្នាក់នោះបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដោយគ្មានការជំពាក់ជំពិនអ្វីឡើយតើក្នុងចិត្តរបស់ពួកគេនឹងឈឺចាប់យ៉ាងណាទៅខ្ញុំបានសម្រក់ទឹកភ្នែករៀបរាប់រឿងរ៉ាវទាំងស្រុងប្រាប់ពុកម៉ែឲ្យបានច្បាស់លាស់អាចារ្យជីនហ៊ូនេះពិតជាធ្វើបាបគេហួសហេតុពេកហើយជីងកូនកុំខ្លាចអីហើយក៏កុំបារម្ភពីពុកម៉ែដែរពួកយើងបាត់បង់ការងារមិនអីទេតែគ្រួសារយើងមិនអាចត្រូវគេបង្កាច់បង្ខូចដោយគ្មានមូលហេតុបែបនេះឡើយដោយមានការគ្រប់គ្រងពីពុកខ្ញុំក៏មានកម្លាំងចិត្តភ្លាមដើម្បីសម្រួលដល់ការរៀបចំឯកសារក្រោយពេលចេញពីមន្ទីរពេទ្យនៅថ្ងៃនោះខ្ញុំបានទៅស្នាក់នៅផ្ទះរបស់លីនឈិនពីថ្ងៃក្រោយមកលីនឈិនបានត្រឡប់មកវិញជាមួយឯកសារស៊ើបអង្កេតមួយដុំ ស៊ូឈីង IPF នៃគណនីទាំងនេះសុទ្ធតែនៅបរទេសបច្ចុប្បន្នមិនទាន់មានភស្តុតាងច្បាស់លាស់ណាមួយបង្ហាញថាជាទង្វើរបស់ចាងជីនហ៊ូឡើយប៉ុន្តែខ្ញុំទើបតែដឹងថាបុគ្គលិកដែលរៀបចំឯកសារនៅខាងគ្រប់គ្រងផ្ទះដីធ្លីគឺជាស្រីកំណានរបស់ចាងជីនហ៊ូ ក្នុងនាមជាអ្នកទទួលខុសត្រូវគ្រប់គ្រងបរិយាម្នាក់ការចំណាយប្រចាំថ្ងៃរបស់គាត់គឺលើសពីកម្រិតប្រាក់ខែឆ្ងាយណាស់លើកលែងតែគាត់មានវិធីផ្សេងផ្ទះរបស់ខ្ញុំត្រូវបានគាត់លួចយកដោយស្ងាត់ក្នុងតម្លៃ0អារៀលរួចលក់បន្តដើម្បីយកចំណេញចុះផ្ទះរបស់ម្ចាស់ផ្ទះផ្សេងទៀតនៅក្នុងបរិយានោះវិញប្រហែលជាមានឧបាយកលដ៏ធំមួយលាក់ខ្លួននៅពីក្រោយរឿងនេះពួកយើងត្រូវតែវាយកំទេចចាងជៀនហ៊ូឲ្យខាងតែបានដើម្បីឲ្យទង្វើខុសច្បាប់ត្រូវទទួលទោសខ្ញុំចង់លាតត្រដាងថាចាងជៀនហ៊ូបានលួចទ្រព្យសម្បត្តិរាប់លានពីក្រុមហ៊ុនគ្រប់គ្រងបរិយាដោយចេតនាតោះទៅប្តឹងប៉ូលីស នាងស្រីបោកប្រាស់ឯងនៅហ៊ានមកទៀតហឹងឃើញទេខាងគ្រប់គ្រងបរិយាមានច្បាប់ច្បាស់លាស់មិនអនុញ្ញាតឲ្យឯងចូលឡើយសមិទ្ធបងស្រីស៊ូគឺជាអ្នកប្តឹងត្រូវតែចូលទៅខាងក្នុងចាំស៊ើបអង្កេតច្បាស់លាស់សិនចាំអនុវត្តច្បាប់បរិយាក៏មិនទាន់ហួសពេលដែរ
ស៊ូឈីងឬថាគ្រួសារនាងមានរឿងតានាងមិនអីទេ លោកប៉ូលីសគេនឹងហើយគឺចាងជៀនហ៊ូ ស៊ូឈីងនាងប្រហែលជាមិនចង់ទម្លាក់កំហុសរឿងឪពុកម្ដាយនាងមានបញ្ហាមកលើក្បាលខ្ញុំទៀតទេដឹងបើអញ្ចឹងមែនខ្ញុំពិតជាអយុត្តិធម៌ខ្លាំងណាស់ចាងជៀនហ៊ូនាងស៊ូឈីងបានចោទប្រកាន់លោកថាបានរំលោភយកអចលនទ្រព្យរបស់នាងដោយខុសច្បាប់សូមអញ្ជើញទៅជាមួយពួកយើងមួយជើងស៊ូឈីងនាងប្រហែលជាចង់យករូបថតនៅក្នុងប្រព័ន្ធមកនិយាយទៀតហើយមែនទេរូបថតដែលលេចឡើងក្នុងប្រព័ន្ធដោយគ្មានមូលហេតុនោះតើវាមានពាក់ព័ន្ធអ្វីជាមួយខ្ញុំវាមិនមែនជាខ្ញុំអ្នកបញ្ជានោះឡើយ ស៊ូឈីងនាងស្រីបោកប្រាស់ម្នាក់នេះហេតុអ្វីបានជាមកទៀតហើយថ្ងៃនេះនៅលើអ៊ីនធឺណិតបានលាតត្រដាងអស់ហើយឪពុកម្ដាយរបស់នាងពិតជាមានបញ្ហាមែន ស៊ូឈីងទីនេះជាបរិយាលំដាប់ខ្ពស់ពួកយើងមានច្បាប់ច្បាស់លាស់ជនដែលមិនមែនជាម្ចាស់ផ្ទះមិនត្រូវបានអនុញ្ញាតឲ្យចូលឡើយសន្តិសុខនៅណាសន្តិសុខនៅណា ហេតុអ្វីបានជាខ្ញុំមិនមែនជាម្ចាស់ផ្ទះនៅក្នុងបូរីនេះចាងជៀនហ៊ូគឺលោកច្បាស់ណាស់ដែលបានលួចផ្ទះរបស់ខ្ញុំកាលពី7ឆ្នាំមុនដោយសារតែបារម្ភថានឹងត្រូវចេញទៅក្រៅប្រទេសក្រោមអាហារូបករណ៍រដ្ឋហើយខ្លាចភ្លេចបង់ថ្លៃសេវាគ្រប់គ្រងបូរីខ្ញុំក៏បានបង់ប្រាក់ថ្លៃសេវាគ្រប់គ្រងបូរីរយៈពេល10ឆ្នាំតែម្ដងសូមសួរថាប្រសិនបើខ្ញុំចង់រត់ទៅរស់នៅបរទេសមិនត្រឡប់មកវិញដូចដែលគាត់បាននិយាយមែននោះតើហេតុអ្វីបានជាខ្ញុំត្រូវបង់ថ្លៃសេវាគ្រប់គ្រងបូរីជាង40000យន្តតែម្ដងមុនពេលចាក់ចេញទៅក្រៅប្រទេសទៅវិញ ចុះបើប្រហែលជានាងបដូរចិត្តភ្លាមនៅពេលនោះវិញ តើលោកនឹងលក់ផ្ទះដែលទិញក្នុងតម្លៃជាង2លានយន្តដោយមិនទាន់គិតពីថ្លៃតុបតែងលម្អ400000យន្តផងនោះក្នុងតម្លៃមិនដល់1លានយន្តដែរនៅតែក្នុងអំឡុងពេលដែលតម្លៃផ្ទះឡើងថ្លៃយ៉ាងគំហុកក្នុងមួយយប់ តើនរណាល្ងងយ៉ាងនេះមានលុយមិនរកបែរជាលក់ផ្ទះខាតទៅវិញមែនហើយទោះបីជាខ្ញុំត្រូវទៅចុងផែនដីក៏ដោយក៏ខ្ញុំនៅតែរក្សាផ្ទះនោះទុកដែរមិនបាច់ធ្វើអ្វីទេទុកចោលក៏បានដែរមែនហើយហេតុអ្វីបានជាមានអារម្មណ៍ថារឿងនេះមានអ្វីប្លែក ខាងគ្រប់គ្រងអចលនទ្រព្យអះអាងថាបានបង់ប្រាក់ទិញផ្ទះហើយតែខ្ញុំមិនបានទទួលសំបីតែមួយសេនទិញផ្ទះមិនបង់ប្រាក់បើជារូបអ្នកវិញតើអ្នកនឹងប្រគល់ផ្ទះឲ្យខាងគ្រប់គ្រងអចលនទ្រព្យទេ អ្វីទៅមិនទាន់បង់លុយផងចុះហេតុអ្វីបានជានិយាយថាទិញផ្ទះរួចហើយចុះផ្ទៃកម្មសិទ្ធិដោយរបៀបណាប្រធានគ្រប់គ្រងបានយកប្លង់ដីមកបង្ហាញតើឈ្មោះម្ចាស់ផ្ទះគឺខាងគ្រប់គ្រងអចលនទ្រព្យឲ្យនឹងតើ រឿងនេះត្រូវសួរលោកប្រធានលីរបស់ពួកអ្នកហើយ ស៊ូឈីងកុំគិតថាអ្នកប្តឹងប៉ូលីសហើយអាចមករកល្បិចបង្កាច់បង្ខូចខ្ញុំដោយគ្មានខ្លាចជាញើតបែបនេះឲ្យសោះឥឡូវនេះខ្ញុំទាមទារឲ្យអ្នកសុំទោសបើមិនដូច្នេះទេថ្ងៃស្អែកជួបគ្នានៅតុលាការពិតជាខកចិត្តខ្លាំងណាស់ធម្មតាខ្ញុំខំធ្វើការបម្រើអ្នកទាំងអស់គ្នាដោយគោដូចក្របីស្ទើរតែទៅរស់នៅផ្ទះអ្នកទាំងអស់គ្នាធ្វើជាអ្នកបម្រើទៅហើយឥឡូវនេះនាងនិយាយតែប៉ុន្មានម៉ាត់អ្នកទាំងអស់គ្នាក៏សង្ស័យខ្ញុំប្រហែលជាចង់លួចប្តឹងរីកាពីខ្ញុំនៅពីក្រោយខ្នងទៀតមែនទេពិតមែនហើយប្រធានសាងបានបម្រើបូរីយើងអស់រយៈពេល7-8ឆ្នាំមកហើយគាត់ខិតខំធ្វើការណាស់គិតគូរពីម្ចាស់ផ្ទះគ្រប់រឿងទាំងអស់មនុស្សល្អបែបនេះធ្វើម៉េចនឹងអាចធ្វើរឿងខុសច្បាប់បែបនេះទៅកើតត្រូវហើយស្ទើរតែត្រូវជន់បោកប្រាស់ម្នាក់នេះនាំផ្លូវខុសទៅហើយលោកប៉ូលីសពួកយើងហ៊ានយកកិត្តិយសធានាជូនប្រធានសាងគាត់ដាច់ខាតមិនមែនជាមនុស្សបែបនោះឡើយកាលពីប៉ុន្មានថ្ងៃមុនស៊ូឈីងបានមកបោកប្រាស់នៅក្នុងបូរីរបស់យើងហើយត្រូវបានប្រធានសាងលាតត្រដាងទាន់ពេលវេលានៅនឹងកន្លែងឥឡូវនេះស្រីម្នាក់នេះគឺចង់គំនុំក្នុងចិត្តហើយមានបំណងមកសងសឹកតែម្ដងលោកប៉ូលីសពួកលោកត្រូវតែស៊ើបអង្កេតឲ្យបានច្បាស់លាស់ដើម្បីផ្ដល់ភាពស្អាតស្អំជូនប្រធានសាងផងកុំបារម្ភអីប៉ូលីសយើងធ្វើការផ្អែកលើភស្តាងដាច់ខាតមិនបង្កាច់បង្ខូចមនុស្សល្អហើយក៏មិនដោះលែងមនុស្សអាក្រក់ដែរភស្តាងឯកសារនិងនីតិវិធីទាំងស្រុងរបស់ខ្ញុំគឺគ្រប់គ្រាន់ទាំងអស់តើពួកលោកសាក់និយាយមើលតើដំណាក់កាលណាឬនីតិវិធីណាមួយដែលមានបញ្ហាខ្ញុំបានជួលមេធាវីរួចរាល់ហើយបើមានបញ្ហាអ្វីទៅនិយាយជាមួយមេធាវីរបស់ខ្ញុំដោយតទៅចង់នាំខ្លួនគាត់ទៅត្រូវតែបង្ហាញភស្តាងបើមិនដូច្នេះទេកុំសង្ឃឹមថានឹងនាំខ្លួនប្រធានសាងទៅបានឲ្យសោះមិនអីទេប្រធានសាងពួកយើងទាំងអស់គ្នាជឿជាក់លើលោកកាលពីមុនលោកបានជួយពួកយើងច្រើនណាស់នេះជាពេលដែលពួកយើងត្រូវតបស្នងលោកវិញហើយមើលវីដេអូនេះសិនទៅដើម្បីមើលថាតើអតីតសហការីរបស់គាត់និយាយពីគាត់យ៉ាងម៉េចខ្លះនាងជាជនបោកប្រាស់ចង់លេងល្បិចអាក្រក់អ្វីទៀតហើយហេតុអ្វីបានជាពួកយើងត្រូវមើលវីដេអូរបស់នាងស៊ូឈីងបើនាងហ៊ានចាក់ផ្សាយវាខ្ញុំដាច់ខាតមិនលើកលែងឲ្យនាងឡើយស៊ូឈីងបានបើកវីដេអូនេះជាវីដេអូកាមេរ៉ាសុវត្ថិភាពនៅក្នុងចំណតរថយន្តក្រោមដីបុរសម្នាក់បានដើរក្រឡឹងជុំវិញឡានមួយជុំពេលកាមេរ៉ាពង្រីកជាច្រើនដងគេអាចមើលឃើញយ៉ាងច្បាស់នៅស្នាមឆ្កូតជាច្រើននៅលើឡានមិនក៏អាចទៅរួចមិនក៏ជាប្រធានយ៉ាងទៅវិញមិនរងចាំឲ្យអ្នករាល់គ្នាប្រតិកម្មឡើយខ្ញុំក៏បានបដូរទៅវីដេអូសម្ភាសន៍មួយទៀតបាត់ពីមុនយ៉ាងយ៉ែងវ៉ាធ្លាប់ធ្វើជាអ្នកគ្រប់គ្រងអគារនៅទីនេះដោយទទួលខុសត្រូវលើអគារក្នុងតំបន់គាត់ធ្វើការម៉ត់ចត់និងទទួលខុសត្រូវហើយក៏មានភាពវិជ្ជមានខ្លាំងណាស់ដែរគាត់ចុះសម្រុងជាមួយម្ចាស់ផ្ទះបានយ៉ាងល្អការប្រមូលថ្លៃសេវាគ្រប់គ្រងអគារក៏លឿនបំផុតដែរខ្ញុំថែមទាំងមានគម្រោងដំឡើងតំណែងគាត់ជាប្រធានគ្រប់គ្រងអគារទៀតផងប៉ុន្តែក្រោយមកមានរឿងមួយបានកើតឡើងដែលបានផ្លាស់ប្ដូរការយល់ឃើញរបស់ខ្ញុំចំពោះគាត់ទាំងស្រុងមានមួយរយៈនោះឡានទំនើបនៅក្នុងបូរីតែងតែត្រូវបានគេឆ្កូតលួចធ្វើបាបដោយគ្មានមូលហេតុ
ខ្ញុំបានឲ្យយ៉ាងយេនហួរទៅស៊ើបអង្កេតប៉ុន្តែគាត់បែរជានិយាយថាកាមេរ៉ាសុវត្ថិភាពមិនបានថតជប់ឡើយហើយនៅកន្លែងកើតហេតុក៏គ្មានតម្រុយគួរឲ្យសង្ស័យដែរដោយរកមិនឃើញជនដៃដល់រហូតដល់ថ្ងៃមួយដែលយ៉ាងយេនហួរសុំច្បាប់សម្រាប់ខ្ញុំក៏បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពដើម្បីស៊ើបអង្កេតទើបបានឃើញវីដេអូដែលគាត់លុបមិនទាន់ដោយចៃដន្យបន្ទាប់ពីរឿងនេះត្រូវបានលាតត្រដាងមានម្ចាស់ផ្ទះម្នាក់បានប្តឹងទៅខាងគ្រប់គ្រងអគារដោយនិយាយថាកាលពី2ថ្ងៃមុនម្ដាយរបស់គាត់ធ្វើដំណើរត្រឡប់មកពីទិញបន្លែវិញក៏មានអារម្មណ៍មិនស្រួលក្នុងទ្រូងហើយត្រូវបានយ៉ាងយេនហួរបញ្ជូនទៅមន្ទីរពេទ្យខ្សែដៃមាសនៅលើកដៃរបស់គាត់ស្រាប់តែបាត់ដោយគ្មានស្រមោលថ្ងៃនេះទៅមន្ទីរពេទ្យពិនិត្យមើលកាមេរ៉ាសុវត្ថិភាពទើបដឹងថាគឺយ៉ាងយេនហួរបានលួចយកទៅក្នុងពេលដែលគាត់មិនចាប់អារម្មណ៍មិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងមានចិត្តណារុញក្មេងចូលទៅក្នុងអាងទឹកបាញ់របស់បូរីទៀតផងបន្ទាប់មកក៏ធ្វើពុតជាមានចិត្តល្អជួយក្មេងឡើងមកវិញដើម្បីឲ្យឪពុកម្ដាយរបស់ក្មេងដឹងគុណគាត់ដោយជូនលុយកាក់បារីនិងស្រាម្នាក់នេះមានចិត្តគំនិតមិនល្អឡើយដូច្នេះហើយមួយខែក្រោយមកយើងក៏បានបណ្ដេញគាត់ចេញយល់ថាឥឡូវនេះគាត់ក៏កំពុងធ្វើការនៅក្រុមហ៊ុនគ្រប់គ្រងអគារមួយដែរពេលនេះកន្លែងកើតហេតុនៅការិយាល័យគ្រប់គ្រងអគារបានធ្លាក់ចូលទៅក្នុងភាពស្ងប់ស្ងាត់សូម្បីតែសំឡេងដកដង្ហើមរបស់មនុស្សម្នាក់ក៏អាចស្ដាប់ដឹងដែរតើលុយសុទ្ធ 5000 យន់នៅក្នុងផ្ទះខ្ញុំគឺគាត់ជាអ្នកលួចមែនទេគិតទៅខ្ញុំខំតែដឹងគុណលោកជាខ្លាំងដែលបានជូនម្ដាយខ្ញុំទៅមន្ទីរពេទ្យទាំងកណ្ដាលអាធ្រាត្រហើយថែមទាំងទិញបារីទិញស្រានិងជូនអាំងប៉ាវ 3000 យន់លោកទៀតនៅថ្ងៃបន្ទាប់ចង្រៃប្រហែលជាកូនស្រីខ្ញុំធ្លាក់ពីលើស្លាយក៏ជាចិត្តណារបស់យ៉ាងយ៉ាងរុញដែរមែនទេបើមិនអញ្ចឹងទេមិនក៏គាត់ចៃដន្យនៅកន្លែងលេងក្មេងរបស់បូរិនលេគេស្ខ្ញុំនឹកឃើញហើយការនោះកូនស្រីខ្ញុំថែមទាំងនិយាយថាមានពូអ្នករំលងខ្ញុំមិនបានគិតច្រើនតតែសោះដោយស្មានតែជានិយាយទេរបស់ក្មេងប្រដៅរ៉េងជាងហួរលោកឯងនៅជាមនុស្សទៀតទេសូម្បីតែក្មេងក៏មិនលើកលែងដែរហើយចិនដាវយន្តនៅក្នុងបូរីរួមទាំងបរិខាសាធារណៈដែលខូចខាតជាញឹកញាប់ត្រូវការឲ្យក្រុមហ៊ុនបញ្ចេញកញ្ចប់ថវិកាជួសជុលនោះប្រធានយ៉ាងតានេះក៏ជាទង្វើរបស់លោកដែរមែនទេតើអ្នកទាំងអស់គ្នាមានភស្តុតាងទេបើគ្មានទេទាំងអស់នេះគ្រាន់តែជាការចាប់ប្រកាន់និងមួលបង្កាច់ដោយគ្មានមូលដ្ឋានមកលើខ្ញុំប៉ុណ្ណោះរ៉េងយេនហួរលោកចង់បានភស្តុតាងមែនទេខ្ញុំមានលោកប្រធានឈឺមិនក៏លោកអញ្ជើញមកទីនេះហ่ะបើមិនមកទេក្រុមហ៊ុនច្បាស់ជាត្រូវគេលួចអស់មិនខានខ្ញុំពិតជាមើលស្រាលលោកពេកហើយខំតែមិនស្ដាប់ការជំទាស់ហើយដំឡើងតំណែងលោកជាអ្នកទទួលខុសត្រូវគម្រោងគឺដើម្បីងាយស្រួលលួចទ្រព្យសម្បត្តិក្រុមហ៊ុនមែនទេប្រធានលាវលោកនិយាយមើលតើមានរឿងអ្វីកើតឡើងជាមួយផ្ទះលេខ202យើងចាំបាច់ត្រូវតែផ្ដល់ការពន្យល់ដ៏សមរម្យមួយជូនដល់លោកស្រីស៊ឺឆេងហើយលោកស្រីស៊ឺថេងខ្ញុំគឺលីយ៉នជាប្រធានហិរញ្ញវត្ថុនៃក្រុមហ៊ុនគ្រប់គ្រងអគារកាលពី7ឆ្នាំមុនយ៉ាងយេនហួរបានយកច្បាប់ចម្លងបណ្ណកម្មសិទ្ធិផ្ទះរបស់លោកស្រីទៅរាយការណ៍នៅការិយាល័យកណ្ដាលថាលោកស្រីបានដាក់ពាក្យសុំសញ្ជាតិអាមេរិករួចហើយប្រញាប់ប្រញាល់លក់ផ្ទះលេខ202នេះចេញកាលនោះខ្ញុំក៏មានការសង្ស័យចំពោះតម្លៃលក់ដែលមិនដល់1លាននោះដែរប៉ុន្តែយ៉ាងយេនហួរបាននិយាយថាផ្ទះនោះធ្លាប់មានរឿងកើតឡើងដោយចាត់ទុកថាជាផ្ទះខ្មោចលងហេតុនេះហើយបានជាតម្លៃដែលលោកស្រីដាក់លក់ទាបជាងតម្លៃទីផ្សារឆ្ងាយណាស់ដល់ពេលត្រូវបង់ប្រាក់គាត់ក៏បានយកលិខិតប្រកូលសិទ្ធិដែលមានហត្ថលេខារបស់លោកស្រីមកបង្ហាញដោយនិយាយថាលោកស្រីលែងនៅក្នុងប្រទេសទៀតហើយមិននឹកស្មានសោះថាទាំងអស់នេះគឺជាល្បិចបោកប្រាស់ដែលយ៉ាងយេនហួរបានរៀបចំឡើងយ៉ាងម៉ត់ចត់ប៉ុន្តែខ្ញុំមានរឿងមួយមិនយល់តើធ្វើដូចម្តេចទើបអាចផ្ទេរកម្មសិទ្ធិបានដោយខុសនីតិវិធីទាំងដែលលោកស្រីមិននៅទីនេះតបែបនេះពីព្រោះអ្នករត់ការចាត់ចែងរឿងនេះគឺជាស្រីកំណានរបស់គាត់រ៉េងយេនហួរលោកឯងពិតជាមិនធម្មតាមែនរីកាคล้ายៗពីចំនួនបុគ្គលិកបោកប្រាស់ប្រាក់ខែក្រុមហ៊ុនគ្រឿងបរិក្ខារសាធារណៈក្នុងបូរីឧស្សាហ៍ខូចខាតត្រូវរៀបចំឡើងវិញអាជីវកម្មសេវាកម្មបូរីទទួលបានប្រាក់ចំណេញតិចតួចបំផុតរយៈពេល7ឆ្នាំជាប់គ្នាសូម្បីតែ0%តាមពិតគឺបានចូលទៅក្នុងហោប៉ៅរបស់អ្នកទាំងអស់លោកជើចាត់មនុស្សចុះទៅពិនិត្យឲ្យបានម៉ត់ចត់លើសេវាកម្មបូរីទាំងមូលមើលថាតើយ៉ាងយេនហួរបានបោកប្រាស់លុយក្រុមហ៊ុនអស់ប៉ុន្មានលោកជើខ្ញុំខុសហើយសូមលោកផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៅកុំប្តឹងប៉ូលីសអីខ្ញុំធានាថានឹងសងលុយគ្រប់វិញក្នុងរយៈពេល1ឆ្នាំតើបានទេលុយអ្នកត្រូវតែសងប៉ុន្តែទោសរបស់អ្នកក៏ត្រូវតែទទួលដែរព្រះឲ្យមិននឹកស្មានថាពិតជាយ៉ាងយេនហួរជាអ្នកធ្វើសោះការចាប់ខ្លាដោយដៃទេគឺពិតជាត្រូវបានគាត់លេងបានយ៉ាងស្ទាត់ជំនាញមែនសំណាងហើយដែលពេលស៊ឺថេងមកដល់ទីនេះនៅហ៊ាននិយាយយ៉ាងមានទំនុកចិត្តចោទប្រកាន់គេថាបោកប្រាស់ទៀតយ៉ាប់មែនគាត់ពិតជាមនុស្សមុខពីរនឹងសាហាវណាស់បោកប្រាស់ពួកយើងទាំងអស់គ្នាសឹងតែវិលមុខទៅហើយលោកប៉ូលីសយ៉ាងយេនហួរបានបោកប្រាស់ទ្រព្យសម្បត្តិក្រុមហ៊ុនរាប់លានយន្តចំពោះព័ត៌មានលម្អិតនៃចំនួនជាក់លាក់ពួកយើងនឹងផ្ដល់ជូននៅពេលក្រោយលោកប៉ូលីសយ៉ាងយេនហួរបានលួចលុយសុទ្ធរបស់ខ្ញុំចំនួន5000យន្តហើយគាត់ថែមទាំងបានធ្វើបាបកូនស្រីខ្ញុំដោយចិត្តណាទៀតខ្ញុំក៏ចង់ប្តឹងដែរមានមនុស្សជាច្រើនចោទប្រកាន់អ្នកបែបនេះសូមទៅជាមួយពួកយើងមួយជើងទៅអាត្រកូយ៉េងឯងបង្ខំឲ្យយើងផ្ទេរកម្មសិទ្ធិដោយខុសច្បាប់ឲ្យឯងឥឡូវនេះមិនត្រឹមតែធ្វើឲ្យយើងបាត់បង់ការងារទេថែមទាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទៀតឯងនៅធ្វើមុខបែបហ្នឹងទៀតស្រីចង្រៃពេលអញទិញកាបូបឲ្យឯងមិនក៏ឯងមិនយំទៅឲ្យឆ្ងាយទៅអញនឹងសម្លាប់ឯងទីបំផុតពួកគេទាំងពីរនាក់បានវាយតគ្នាទៅវិញទៅមកបណ្ដាលឲ្យរងរបួសទាំងសងខាងហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនីតិវិធីទិញលក់ផ្ទះគឺបានមកពីការក្លែងបន្លំហើយសកម្មភាពផ្ទេរកម្មសិទ្ធិពាក់ព័ន្ធមិនមែនជាបំណងប្រាថ្នាពិតប្រាកដរបស់ស៊ូថេងឡើយតុលាការបានសម្រេចឲ្យប្រកួតផ្ទះនោះទៅឲ្យស៊ូថេងវិញនិងរៀបចំការតុបតែងក្នុងផ្ទះឡើងវិញក្រុមគ្រួសាររបស់ស៊ូថេងមិនមានសកម្មភាពល្មើសច្បាប់ឬវិន័យអ្វីឡើយរាល់ខ្លឹមសារពាក្យចាំអារ៉ាមពាក់ព័ន្ធនៅលើបណ្ដាញសង្គមត្រូវបានបញ្ជាក់ថាជាព័ត៌មានមិនពិតទាំងអស់គេហទំព័រផ្លូវការរបស់សាលាជាងលេខ1ក៏បានចេញផ្សាយអត្ថបទមួយដោយប្រកាសពីស្នាដៃរបស់ឪពុកម្ដាយខ្ញុំដែលបានលះបង់យ៉ាងសកម្មនិងជាប់ជួនសម្រាប់សាលារយៈពេល30ឆ្នាំសិស្សានុសិស្សដែលធ្លាប់រៀនជាមួយឪពុកម្ដាយខ្ញុំបានចូលមកបញ្ចេញនយោបល់ជាបន្តបន្ទាប់នៅខាងក្រោមការនោះគ្រួសារខ្ញុំក៏គ្មានលុយទិញសៀវភៅជំនួយការសិក្សាទេសៀវភៅជំនួយការសិក្សារយៈពេល3ឆ្នាំគឺលោកគ្រូឆេជាអ្នកចេញលុយផ្ទាល់ខ្លួនទិញឲ្យខ្ញុំមិនត្រឹមតែប៉ុណ្ណោះលោកស្រីក៏បានទិញខោអាវរងានិងស្បែកជើងកបាសឲ្យខ្ញុំហើយពេលឈឺក៏បាននាំខ្ញុំទៅជួបគ្រូពេទ្យទៀតផងពេលខ្ញុំមានការងារធ្វើខ្ញុំចង់តបស្នងពួកគេប៉ុន្តែលោកគ្រូអ្នកគ្រូបែរជានិយាយថាឲ្យខ្ញុំជួយតបស្នងដល់សង្គមវិញលោកគ្រូអ្នកគ្រូទាំងពីរនាក់តែងតែក្រោកពីគេងមុនពួកយើងរាល់ថ្ងៃ365ថ្ងៃក្នុងមួយឆ្នាំតែងតែនៅក្បែរពួកយើងសូម្បីតែកូនស្រីខ្លួនឯងក៏មិនអាចមើលថែបានដែរគ្រូល្អបែបនេះមិននឹងអាចជាមនុស្សអាក្រក់ទៅកើត
ការនោះដោយសារតែសម្ពាធទ្វេដងពីគ្រួសារនិងការសិក្សាខ្ញុំថែមទាំងមានគំនិតចង់សម្លាប់ខ្លួនទៀតផងខ្ញុំបានឈរនៅលើដំបូលអគារបង្រៀនទៅហើយគឺលោកគ្រូស៊ូដែលរត់មកចាប់ខ្ញុំទីមកវិញពេលចុះមកក្រោមទើបខ្ញុំដឹងថាគាត់បានជ្រុះស្បែកជើងអស់មួយចំហៀងសុំទោសលោកគ្រូស៊ូ ឈីងឈីងមើលចុះប្រែថាសិស្សានុសិស្សរបស់យើងនៅតែចងចាំពួកគេទាំងអស់គ្នាកំពុងតែនិយាយការពារម៉ាក់និងប៉ារបស់កូនហើយណាស់ប៉ាម៉ាក់របស់ខ្ញុំគឺជាមនុស្សល្អបំផុតនៅក្នុងលោក ស៊ូឈីង7ឆ្នាំមុនពេលអូនទៅក្រៅប្រទេសអូនធ្លាប់និយាយថាឲ្យតែបងរងចាំរហូតដល់អូនត្រឡប់មកវិញអូននឹងយល់ព្រមរស់នៅជាមួយបងតាសម្ដីនេះនៅតែមានប្រសិទ្ធភាពដែរទេ ស៊ូឈីងងក់ក្បាលដោយក្តីរំភើបហើយទទួលយកផ្កាកុលាបដែលជានិមិត្តរូបនៃសេចក្តីសុខ 7ឆ្នាំមុនពេលអូនចុះឈ្មោះចេញទៅបងបានសន្យានឹងអូនថារងចាំគម្រោងការងារនៅក្រៅប្រទេសរបស់អូនចប់ត្រឡប់មកវិញបងនឹងសារភាពស្នេហ៍ចំពោះអូនឥឡូវនេះផ្ទះបានត្រឡប់មកក្នុងដៃអូនវិញហើយរឿងរ៉ាវគ្រប់យ៉ាងត្រូវបានកន្លងផុតទៅ ខ្ញុំរងចាំពាក្យមួយម៉ាត់នេះអស់រយៈពេល7ឆ្នាំពេញហើយ ស៊ូឈីងរៀបការជាមួយបងទៅយកព្រមទេ មានសម្លេងគូទ្វារបន្លឺឡើងពីខាងក្រៅស៊ូឈីងបានលែងដៃពីលីងឈិនរៀបចំសក់រួចដើរទៅបើកទ្វារនៅខាងក្រៅទ្វារគឺប៉ាម៉ាក់និងអ្នកជិតខាងពីរអ្នកឈរនៅទីនោះអូហូលើកនេះសម្រាប់ហើយពួកយើងទៅតែជួបលីងឈិននៅខាងក្រោមហើយថែមទាំងទីថាថ្ងៃនេះគេច្បាស់ជាមកនិយាយការពិតជាមួយក្មួយជាក់ លីងឈិនអ៊ំប្រកូលស៊ូឈីងឲ្យក្មួយហើយពួកអ៊ំទាំងពីរពិតជាកក់ក្ដៅចិត្តណាស់ក្មួយជាមនុស្សចាស់ទុំនិងគួរឲ្យទុកចិត្តបានដែលបានរួមដំណើរជាមួយនាងឆ្លងកាត់ទុក្ខលំបាកជាច្រើនកន្លងមកក្មួយស្រីស៊ូអបអរសាទរផងពីមុនមកគឺពួកយើងភ័ន្តច្រឡំត្រូវគេបោកប្រាស់ដោយសារចាងជៀនហ៊ូពួកយើងតែងតែចង់មកសុំទុកក្មួយឲ្យបានត្រឹមត្រូវថ្ងៃនេះក៏ឆ្លៀតឱកាសមកចូលរួមត្រេកអរជាមួយក្មួយតែម្ដង ក្មួយពិតជាមិនងាយស្រួលឡើយចាក់ចេញទៅក្រៅប្រទេសអស់7ឆ្នាំពេលត្រឡប់មកវិញផ្ទះសឹងតែត្រូវបាត់បង់ទៅហើយសំណាងហើយដែលក្មួយមានស្មារតីនឹងណូនិងឆ្លាតវៃក្នុងការរក្សាទ្រព្យសម្បត្តិរបស់ខ្លួនឯងបានឥឡូវនេះទុកកលីសុខចម្រើនមកដល់ហើយអ្នករាល់គ្នាមិនបាច់បន្តចងចាំរឿងយល់ច្រឡំពីមុននោះទៀតទេឥឡូវនេះការពិតត្រូវបានលាតត្រដាងហើយពួកយើងនៅក្នុងបុរីនេះនឹងរស់នៅយ៉ាងមានសេចក្តីសុខនិងសុវត្ថិភាពទៅថ្ងៃមុខគឺល្អជាងអ្វីទាំងអស់ សប្តាហ៍ក្រោយពួកយើងក្រុងនឹងរៀបចំពិធីជប់លៀងលក្ខណៈគ្រួសារតូចមួយដល់ពេលនោះសូមអ៊ំពូមីងទាំងអស់អញ្ជើញមកចូលរួមឲ្យបានកកកនិងសប្បាយរីករាយផងណាលោកស្រីស៊ូលោកលីនថ្ងៃនេះអញ្ជើញមកគឺដើម្បីផ្ទៀងផ្ទាត់ប្រាក់សំណងការតុបតែងផ្ទះដែលនៅសេសសល់មែនទេខាងផ្នែកកណេឲ្យបានកណេគ្រប់យ៉ាងរួចរាល់អស់ហើយអាចផ្ទេរប្រាក់ជូនបានគ្រប់ពេល ការជួសជុលផ្ទះឡើងវិញការបង្វិលសង្ខ្លាយសេវាគ្រប់គ្រងបុរីដែលបានបង់មុនរយៈពេល7ឆ្នាំពេញនិងប្រាក់សំណងការខូចខាតផ្លូវចិត្តទាំង3ផ្នែកនេះត្រូវបានចុះបញ្ជីយ៉ាងលម្អិតលោកស្រីគ្រាន់តែផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវរួចចុះហត្ថលេខានោះនឹងអាចបើកប្រាក់បានភ្លាម កណេឲ្យច្បាស់លាស់ណាស់គ្មានបញ្ហាអ្វីឡើយលោកស្រីស៊ូសម្បត្តិសុំទោសនេះខ្ញុំបានសរសេរចំនួន3ដងរួចមកហើយក្រៅពីការបង្ហោះនៅក្នុងក្រុមអ្នករស់នៅក្នុងបុរីនិងបណ្ដាញសង្គមក្នុងតំបន់ខ្ញុំក៏បានបោះពុម្ពជាក្រដាសដើម្បីបិទនៅលើក្តារខៀនជូនដំណឹងរបស់បុរីផងដែរពីមុនមកដោយសារខ្ញុំជឿតាមចាងជៀនហ៊ូងងើតងល់ហើយបានផ្សាយផ្ទាល់លេខព័ត៌មានមិនពិតបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះលោកស្រីនិងប៉ាម៉ាក់របស់លោកស្រីព្រមទាំងញុះញង់អ្នកលេងអ៊ីនធឺណិតធ្វើបាបតាមប្រព័ន្ធផ្សព្វផ្សាយបង្កការឈឺចាប់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់គ្រួសារលោកស្រីខ្ញុំពិតជាស្ដាយក្រោយយ៉ាងខ្លាំងហើយនឹងមិនធ្វើរឿងញុះញង់និងល្មើសច្បាប់បែបនេះទៀតឡើយ មិនបានគេវិសពីកំហុសរបស់ខ្លួនឯងដឹងខុសចេះកែប្រែគឺនៅតែមានឱកាសកែខ្លួនឡើងវិញទៅថ្ងៃមុខធ្វើការអ្វីត្រូវរក្សាចិត្តស្មោះត្រង់ពេកញែកខុសត្រូវឲ្យបានច្បាស់លាស់គុំជឿតាមអ្នកដទៃដោយងើតងល់ខ្ញុំនឹងចងចាំទុកអរគុណលោកស្រីដែលព្រមអភ័យទោសឲ្យខ្ញុំឥឡូវនេះសម្លេងគាំទ្រពីអ្នករស់នៅក្នុងបុរីគឺខ្ពស់ណាស់គ្រប់គ្នាបានឯកភាពគ្នាណែនាំឲ្យអ្នកស្រីចូលរួមក្នុងគណៈកម្មាធិការត្រួតពិនិត្យបុរីឆ្លងកាត់ការទន្ទ្រានកាន់កាប់ទ្រព្យសម្បត្តិផ្ទះសម្បែងការពីលើកមុនគ្រប់គ្នាសុទ្ធតែសង្ឃឹមថានឹងមានតំណាងម្ចាស់ផ្ទះម្នាក់ដែលដឹងខុសត្រូវយល់ដឹងពីច្បាប់និងមានទឹកចិត្តយុត្តិធម៌ដើម្បីត្រួតពិនិត្យរាល់ចំណូលចំណាយនិងការទិញសម្ភារៈសំណង់ទាំងអស់ដើម្បីការពារកុំឲ្យមានអំពើពុករលួយនិងការរំលោភបំពានលើសិទ្ធិរបស់ម្ចាស់ផ្ទះកើតឡើងជាថ្មីទៀត អាចសាកល្បងបាននេះមិនត្រឹមតែអាចការពារសិទ្ធិរបស់ម្ចាស់ផ្ទះនៅក្នុងបុរីប៉ុណ្ណោះទេថែមទាំងអាចជៀសវាងកុំឲ្យអ្នកដទៃជួបប្រទះការលំបាកដោយរូបអ្នកស្រីកាលពីមុនផងដែរល្អណាស់ខ្ញុំរីករាយនឹងចូលរួមទៅថ្ងៃមុខខ្ញុំនឹងសហការជាមួយខាងគ្រប់គ្រងបុរីដើម្បីរៀបចំការបង្ហាញកណេឲ្យជាប្រចាំជូនដល់ម្ចាស់ផ្ទះនិងអចលនទ្រព្យពិតជាល្អណាស់សប្តាហ៍ក្រោយយើងនឹងបើកកិច្ចប្រជុំពេញអង្គលើកដំបូងរបស់គណៈកម្មាធិការម្ចាស់ផ្ទះពេលនោះសូមអ្នកជួយណែនាំថ្នាក់រៀនច្បាប់ខ្នាតតូចផងលោកគ្រូឈើអ្នកគ្រូវ៉ាន់មានដំណឹងល្អចង់ប្រាប់អ្នកទាំងពីរក្រោយពេលសេចក្តីប្រកាសបំភ្លឺផ្លូវការរបស់សាលាត្រូវបានផ្សព្វផ្សាយរាល់ការរាយការណ៍មិនពិតទាំងអស់ត្រូវបានលុបចោល មន្ទីរអប់រំបានទូរស័ព្ទមកផ្ទាល់ដើម្បីកោតសរសើរចំពោះការលះបង់ក្នុងការបង្រៀនរយៈពេល30ឆ្នាំរបស់អ្នកទាំងពីរចំណែកឯកណីបណ្ដាញសង្គមដែលបានបង្ខូចកេរ្តិ៍ឈ្មោះអ្នកទាំងពីរតាមគ្នាពីមុនមកត្រូវបានវេទិកាហាមឃាត់និងបិទចោលទាំងអស់ហើយអ្នកលេងអ៊ីនធឺណិតជាច្រើនអ្នកដែលបានបង្កើតពាក្យចាំអារ៉ាមដោយចិត្តងារអាក្រក់បានផ្ញើសារមកសុំទោសសាលាដោយផ្ទាល់ខ្ញុំមិនដែលនឹកស្មានសោះថាក្មេងដែលយើងបានជួយការនោះនឹងចងចាំពួកយើងរហូតដល់ច្រើនឆ្នាំយ៉ាងនេះការបង្រៀនមនុស្សគឺជាកាតព្វកិច្ចរបស់យើងទៅហើយមិនរំពឹងការតបស្នងទេគ្រាន់តែសង្ឃឹមថាក្មេងអាចដើរលើផ្លូវត្រូវលោកគ្រូឈើអ្នកគ្រូវ៉ែនពួកយើងបានឃើញពាក្យចាំអារ៉ាមតាមអ៊ីនធឺណិតទើបប្រញាប់មកទីនេះភ្លាម ការនោះប្រសិនបើគ្មានអ្នកទាំងពីរទេខ្ញុំច្បាស់ជាគ្មានលុយរៀនចប់ថ្នាក់ទី12ឡើយពាក្យសម្ដីបង្ខូចកេរ្តិ៍ឈ្មោះទាំងនោះពួកយើងមើលហើយមានអារម្មណ៍មិនល្អខ្លាំងណាស់ទើបបានរួមគ្នាជាមួយអតីតសិស្សជាច្រើនចំនួនសរសេរសម្បត្តិបំភ្លឺរួមគ្នាផ្ញើទៅកាន់មន្ទីរអប់រំនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកខ្ញុំបានសរសេររឿងរ៉ាវដែលអ្នកគ្រូធ្លាប់ជួយសង្គ្រោះខ្ញុំការនោះទៅជាអត្ថបទខ្លីរួចបង្ហោះលើបណ្ដាញសង្គមអ្នកលេងអ៊ីនធឺណិតជាច្រើនក្រោយពីបានអានរួចក៏បានយល់ពីការពិតហើយបានសុំទោសអ្នកគ្រូជាបន្តបន្ទាប់ការដែលអ្នកទាំងពីររស់នៅបានសុខសប្បាយគឺជាការលួងលោមដ៏ធំបំផុតសម្រាប់ពួកយើង ពុកម៉ែកូននឹងលេងឆែនយកបាយថ្ងៃត្រង់មកជូនមិននឹកស្មានថាមានសិស្សមកសួរសុខទុក្ខសោះហេងមកទីនេះមកសួរសុខទុក្ខប្អូនរួមសាលារបស់កូនទៅមនុស្សគ្រប់គ្នាអង្គុយជុំគ្នាជែកកំសាន្តភាពរីករាយនិងសម្ដែងបញ្ចេះដាច់រាល់ការបង្ខូចកេរ្តិ៍ឈ្មោះនិងភាពអយុត្តិធម៌ពីមុនមកត្រូវបានរលីបាត់អស់អ្នកស្រីស៊ូសាក្រំប្រំពន្ធក្នុងសំណុំរឿងឆែនជៀនហួរត្រូវបានចេញហើយខ្ញុំចង់ជម្រាបជូនអ្នកស្រីពីលទ្ធផលរ៉េងជៀនហួរត្រូវបានរកឃើញថាមានទោសពីបទច្បោកបង្កបួសស្នាមដោយចេតនារំលោភលើទ្រព្យសម្បត្តិក្រុមហ៊ុននិងបរិហាកេកដោយត្រូវប្រន្ទាទោសដាក់ពន្ធនាគារសរុបចំនួន8ឆ្នាំ
ទ្រព្យសម្បត្តិខុសច្បាប់ទាំងអស់ក្រោមឈ្មោះរបស់គាត់ត្រូវបានរបអូសនិងប្រគល់ជូនការិយាល័យគ្រប់គ្រងអចលនទ្រព្យនិងម្ចាស់ផ្ទះដែលរងគ្រោះវិញ Chichaya ពីបទរំលោភអំណាចនិងសហការច្បោកត្រូវបានប្រន្ទាទោសដាក់ពន្ធនាគារ2 ឆ្នាំនិងបណ្តេញចេញពីការងារព្រមទាំងហាមឃាត់មិនឲ្យប្រកបរបរពាក់ព័ន្ធនឹងការចុះបញ្ជីអចលនទ្រព្យអស់មួយជីវិតច្បាប់បានផ្ដល់ការវិនិច្ឆ័យដ៏យុត្តិធម៌ដែលអាចចាត់ទុកថាជាការផ្ដល់ចម្លើយដ៏គប់ចិត្តដល់ម្ចាស់ផ្ទះដែលរងគ្រោះទាំងអស់អ្នកទាំងពីរបានសារភាពកំហុសនិងព្រមទទួលទោសដោយស្ម័គ្រចិត្តព្រមទាំងសហការជាមួយប៉ូលីសក្នុងការលាតត្រដាងរាល់ព័ត៌មានលម្អិតនៃបទល្មើសទៅថ្ងៃមុខសហគមន៍របស់យើងនឹងសហការជាមួយការិយាល័យគ្រប់គ្រងអចលនទ្រព្យនិងគណៈកម្មាធិការម្ចាស់ផ្ទះដើម្បីរៀបចំការផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពអចលនទ្រព្យជារៀងរាល់ខែដោយផ្ដោតសំខាន់លើការរំលឹកពីបច្ចេកទេសការពារសិទ្ធិកម្មសិទ្ធិចំពោះផ្ទះដែលទុកចោលក្នុងរយៈពេលយូរពេលទៅក្រៅប្រទេសដើម្បីជៀសវាងកុំឲ្យជនខិលខូចឆ្លៀតឱកាសម្ដងទៀតគណៈកម្មាធិការម្ចាស់ផ្ទះរបស់យើងរីករាយនឹងសហការជាមួយសហគមន៍ក្នុងការផ្ដល់ទីកន្លែងសម្រាប់ផ្សព្វផ្សាយKen មានបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងអចលនទ្រព្យដែលទុកចោលនៅក្រៅប្រទេសរយៈពេលយូរដែលអាចចែករំលែកបទពិសោធន៍ជៀសវាងការចាញ់បោកដល់អ្នកស្រុកបានយ៉ាងល្អបើបានបែបនោះពិតជាល្អណាស់សប្តាហ៍ក្រោយមានកម្មវិធីផ្សព្វផ្សាយច្បាប់របស់សហគមន៍សូមរំខានអ្នកទាំងពីរអញ្ជើញមកចូលរួមចែករំលែកផងពេលនេះពិតជាធូរចិត្តទាំងស្រុងហើយជនល្មើសត្រូវបានប្រន្ទាទោសតាមច្បាប់ហើយការខាតបង់របស់យើងក៏អាចទាមទារមកវិញបានដែរទៅថ្ងៃមុខនៅក្នុងបុរីនឹងលែងមានមនុស្សអាក្រក់ពុតត្បុតបែបនេះទៀតហើយអ្នកស្រីសិក្សាងារទាំងអស់ត្រូវបានបញ្ចប់ស្របតាមស្តង់ដារសារក្រមតុលាការការពិនិត្យសារធាតុ formaldehyde ក្នុងផ្ទះទាំងមូលគឺគ្រប់ស្តង់ដារអ្នកស្រីអាចចូលរស់នៅពេលណាក៏បានពីមុនដែលយ៉ាងធ្លាប់យកផ្ទះនេះទៅទុកឯកសារកន្លែងដែលខូចខាតលើជញ្ជាំងនិងទូពួកយើងបានជួសជុលនិងលាបថ្នាំថ្មីឡើងវិញទាំងអស់អរគុណជាងទាំងអស់គ្នាណាស់ខ្ញុំពិតជាពេញចិត្តនឹងលទ្ធផលនៃការតុបតែងនេះខ្លាំងណាស់ទូទាត់ថ្លៃតុបតែងទាំងអស់រួចរាល់ហើយទៅថ្ងៃមុខពួកយើងមានគម្រោងប្រើប្រាស់ទីនេះជាផ្ទះថ្មីសម្រាប់រៀបការដោយគ្រាន់តែរៀបចំតុបតែងសាមគ្គីនិងទូទៅអបអរសាទរចំពោះអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរហាងរបស់យើងអាចជូនរូបភាពលម្អចំនួន2ផ្ទាំងដោយឥតគិតថ្លៃដើម្បីបង្កើនបរិយាកាសរីករាយក្នុងផ្ទះថ្មីបងស្រីសួរទៅថ្ងៃមុខពួកយើងជាអ្នកជិតខាងនឹងគ្នាត្រូវឧស្សាហ៍ដើរលេងរកគ្នាឲ្យបានច្រើនណាស់គ្មានបញ្ហាទេស្វាគមន៍អ្នកទាំងអស់គ្នាមកលេងគ្រប់ពេលខ្ញុំនឹងរៀបចំតែទឹកចាំទទួលជានិច្ចផ្ទះដែលធ្លាប់តែស្ងប់ស្ងាត់នឹងទុកចោលអស់រយៈពេល7ឆ្នាំមកនេះរោងពេជ្រនោះក៏ពោពេញទៅដោយភាពកក់ក្ដៅនិងសេចក្ដីស្រឡាញ់ថ្ងៃនេះឈរនៅទីសិទ្ធដែលឡើងញោបានជួបប្រទះកាលពី7ឆ្នាំមុនមនុស្សជាច្រើនចេញទៅក្រៅប្រទេសក្នុងរយៈពេលយូរផ្ទះទុកចោលទំនេរដោយពួកគេតែងតែទុកថតចម្លងអត្តសញ្ញាណប័ណ្ណកម្មសិទ្ធិនិងឯកសារចុះហត្ថលេខាជូនខាងគ្រប់គ្រងអគារនេះជាហានិភ័យសុវត្ថិភាពដ៏ធំមួយទី1កុំផ្ដល់ហត្ថលេខាសរសេរដោយដៃនិងឯកសារច្បាប់ដើមទៅឲ្យអ្នកដទៃដោយងាយស្រួលទី2សម្រាប់ផ្ទះដែលទុកចោលក្នុងរយៈពេលយូរត្រូវតែទៅការិយាល័យសាការីដើម្បីធ្វើលិខិតប្រគល់សិទ្ធិអចលនទ្រព្យជាផ្លូវការដោយបញ្ជាក់ពីរយៈពេលនិងវិសាលភាពនៃការប្រគល់សិទ្ធិទី3ព័ត៌មានចុះបញ្ជីអចលនទ្រព្យតាមអនឡាញឲ្យបានទៀងទាត់ប្រសិនបើរកឃើញការផ្លាស់ប្ដូរកម្មសិទ្ធិត្រូវរាយការណ៍ទៅប៉ូលីសភ្លាមទី4ប្រសិនបើជួបប្រទះការគំរាមកំហែងព្យាបាទពីខាងគ្រប់គ្រងអគារឬការបង្កាច់បង្ខូចតាមអ៊ីនធឺណិតត្រូវរក្សាទុកវីដេអូកំណត់ត្រាជែកនិងផុសតាំងពេលប្រាក់ដើម្បីការពារសិទ្ធិតាមផ្លូវច្បាប់សូមអ្នកទាំងអស់គ្នាចងចាំថាបុគ្គលិកគ្រប់គ្រងអគារគ្មានសិទ្ធិចាត់ចែងអចលនទ្រព្យរបស់ម្ចាស់ផ្ទះដោយឯកជនឡើយរាល់ការទិញលក់ឬផ្ទេរកម្មសិទ្ធិផ្ទះត្រូវតែមានវត្តមានម្ចាស់កម្មសិទ្ធិផ្ទាល់ឬមានលិខិតប្រគល់សិទ្ធិដែលបានបញ្ជាក់ដោយការិយាល័យសាការីការខ្វះខាតចំណុចណាមួយសុទ្ធតែជាការអនុវត្តល្មើសច្បាប់ហើយអ្នកអាចរាយការណ៍ផ្ទាល់ទៅកាន់នាយកដ្ឋានសន្តិសុខសាធារណៈបានក្រុមហ៊ុនគ្រប់គ្រងអគាររបស់យើងខ្ញុំនឹងរឹតបន្តឹងការគ្រប់គ្រងការរក្សាទុកឯកសារយ៉ាងតឹងរ៉ឹងនៅពេលក្រោយហើយនឹងមិនរក្សាទុកច្បាប់ដើមឬច្បាប់ថតចម្លងនៃឯកសាររបស់ម្ចាស់ផ្ទះដោយគ្មានការអនុញ្ញាតឡើយរៀងរាល់ត្រីមាសយើងនឹងផ្សព្វផ្សាយជាសាធារណៈនៅរាល់ដំណើរការចុះបញ្ជីផ្ទះរបស់ម្ចាស់ផ្ទះទាំងអស់និងទទួលយកការត្រួតពិនិត្យពេញលេញពីគណៈកម្មាធិការម្ចាស់ផ្ទះកូនប្រុសរបស់ខ្ញុំនឹងត្រូវទៅធ្វើការនៅបរទេសនៅឆ្នាំក្រោយហើយផ្ទះនឹងត្រូវទុកចោល3ឆ្នាំតើខ្ញុំគួរធ្វើដូចម្តេចដើម្បីការពារវាឲ្យបានល្អអ្នកអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់គ្រងអចលនទ្រព្យជាផ្លូវការដោយគ្រាន់តែប្រគល់សិទ្ធិក្នុងការសម្អាតនិងការធ្វើឲ្យមានខ្យល់ចេញចូលប៉ុន្តែដាច់ខាតមិនត្រូវប្រគល់សិទ្ធិក្នុងការទិញលក់ឬផ្ទេរកម្មសិទ្ធិឡើយរៀងរាល់កន្លះឆ្នាំម្ដងត្រូវពិនិត្យស្ថានភាពអចលនទ្រព្យតាមអនឡាញនិងរក្សាទុកគ្រប់កំណត់ត្រានៃការទំនាក់ទំនងទាំងអស់ថ្ងៃភ្ជាប់ពាក្យពួកយើងបានពិភាក្សាជាមួយប៉ាម៉ាក់កូនរួចរាល់ហើយគឺនៅខែក្រោយនេះឯងធ្វើជាលក្ខណៈគ្រួសារតូចមួយដោយគ្រាន់តែអញ្ជើញសាច់ញាតិអ្នកជិតខាងដែលស្គាល់គ្នាក្នុងបុរីនិងមិត្តរួមការងារព្រមទាំងសិស្សនៅសាលាឲ្យតែមានភាពអធិកអធមនិងសាមញ្ញទៅបានហើយពីមុនកូនធ្លាប់រងទុក្ខម្នាក់ឯងនៅបរទេសពេលត្រឡប់មកវិញក៏ជួបរឿងរញ៉េញ៉ៃច្រើនម្លេះទៅថ្ងៃមុខមានឈាវលេននៅក្បែរពេលមានរឿងអីអាចពិភាក្សាគ្នាពីរនាក់មិនបាច់ទ្រាំម្នាក់ឯងទៀតទេកាលពីមុនខ្ញុំតែងតែគិតថាអ្នកទាំងពីរយកចិត្តទុកដាក់តែលើសិស្សហើយមើលរំលងខ្ញុំបន្ទាប់ពីឆ្លងកាត់ជួបព័ត៌មានមិនល្អតាមអ៊ីនធឺណិតលើកនេះទើបខ្ញុំយល់ច្បាស់ថាអ្នកទាំងពីរបានប្រកាន់ខ្ជាប់នៅក្រុមសីលធម៌គ្រូពេញមួយជីវិតនិងមានក្មេងជាច្រើននៅក្នុងចិត្តខ្ញុំពិតជាមានមោទនភាពចំពោះអ្នកទាំងពីរណាស់លោកពូនិងអ្នកមីងក្រោយរៀបការរួចខ្ញុំនឹងវីវេនឹងឧស្សាហ៍មកលេងនឹងកំដរអ្នកទាំងពីរពេលមានបុណ្យទានពួកយើងនឹងទៅដើរលេងជាមួយគ្នាអ្នកទាំងពីរបានហត់នឿយអស់30ឆ្នាំហើយក៏ដល់ពេលសម្រាប់លំហែកាយឲ្យបានស្រួលខ្លួនដែរសាលាបានអនុញ្ញាតច្បាប់សម្រាប់ប្រចាំឆ្នាំដោយមានប្រាក់ខែឲ្យពួកយើងហើយចាំពេលពិធីការកូនចប់រួចរាល់គ្រួសារយើងនឹងទៅលំហែកាយនៅមាត់សមុទ្រជាមួយគ្នាអ្នកជិតខាងនៅក្នុងបុរីពិតជាមានចិត្តល្អណាស់ពីមុនពួកគេថែមទាំងនិយាយថាចង់រៀបចំសួនច្បារកណ្ដាលបុរីដើម្បីរៀបចំពិធីជូនពរតូចមួយសម្រាប់ពួកយើងទៀតផងភាពចុះសម្រុងជាមួយអ្នកជិតខាងគឺជាភ័ព្វសំណាងដ៏កម្រមួយការដែលកើតរឿងដំបូងបានម្ចាស់ផ្ទះជាច្រើនស្ម័គ្រចិត្តចេញមកធ្វើជាសាក្សីគុណស្រឡាញ់មួយនេះពួកយើងត្រូវតែចងចាំទុកក្នុងចិត្តលើកមុនខ្ញុំបាននិយាយអំពីវិធីសាស្ត្រសម្គាល់ការក្លែងបន្លំហត្ថលេខានិងការកាត់រូបភាពផ្ទេរកម្មសិទ្ធិហើយថ្ងៃនេះខ្ញុំនឹងផ្ដោតលើការយកខុសក្នុងការគ្រប់គ្រងផ្ទះម្ចាស់ផ្ទះជាច្រើនដែលចេញទៅក្រៅប្រទេសក្នុងរយៈពេលយូរតែងតែថតរូបអត្តសញ្ញាណប័ណ្ណនិងបណ្ណកម្មសិទ្ធិផ្ញើទៅឲ្យខាងគ្រប់គ្រងអគារដែលនេះជាហានិភ័យដ៏ធំមួយការគ្រប់គ្រងជាផ្លូវការអាចប្រគល់សិទ្ធិត្រឹមតែការសម្អាតនិងការធ្វើឲ្យមានខ្យល់ចេញចូលប៉ុណ្ណោះដាច់ខាតមិនអាចប្រគល់សិទ្ធិក្នុងការទិញលក់បញ្ចាំឬផ្ទេរកម្មសិទ្ធិឡើយនៅក្នុងបុរីក្បែរនេះមានករណីក្លែងបន្លំហត្ថលេខានិងលិខិតប្រគល់សិទ្ធិក្លែងៗដើម្បីដណ្ដើមយកអចលនទ្រព្យចំនួន2ករណីរួចមកហើយសូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ននិងដកពិសោធន៍ពីករណីនេះប្រសិនបើអ្នកត្រូវការប្រគល់សិទ្ធិឲ្យអ្នកដទៃមើលថែអចលនទ្រព្យក្នុងរយៈពេលយូរអ្នកត្រូវតែទៅការិយាល័យសាការីដើម្បីធ្វើលិខិតប្រគល់សិទ្ធិដែលមានកំណត់ទំហំសិទ្ធិនិងរក្សាទុកបង្កាន់ដៃសាការីក្មួយស្រីចៅប្រុសរបស់ខ្ញុំនឹងត្រូវទៅរៀនថ្នាក់បណ្ឌិតនៅបរទេសនៅឆ្នាំក្រោយហើយផ្ទះនឹងត្រូវទុកចោល4ឆ្នាំខ្ញុំចាស់ហើយមិនសូវយល់ពីរឿងទាំងនេះទេចុះបើមានគេលួចផ្ទេរកម្មសិទ្ធិផ្ទះតើត្រូវធ្វើដូចម្តេចលោកយាយកុំបារម្ភអីអាចការពារបានតាមរយៈ3ជំហាននេះទី1ពិនិត្យស្ថានភាពកម្មសិទ្ធិតាមរយៈប្រព័ន្ធអចលនទ្រព្យអនឡាញម្ដងក្នុងមួយខែទី2ចុះហត្ថលេខាតែលើកិច្ចព្រមព្រៀងគ្រប់គ្រងការសម្អាតជាមូលដ្ឋានជាមួយខាងគ្រប់គ្រងអគារប៉ុណ្ណោះមិនត្រូវចុះហត្ថលេខាលើឯកសារចាត់ចែងអចលនទ្រព្យណាមួយឡើយ
ទី3មុនពេលចៅប្រុសរបស់លោកយាយចេញទៅក្រៅប្រទេសឲ្យគេទៅធ្វើលិខិតប្រកូលសិទ្ធិមានកំណត់ពេលនៅការិយាល័យសាការីក្នុងស្រុកដោយកំណត់រយៈពេលប្រកូលសិទ្ធិត្រឹមពេលបញ្ចប់ការសិក្សាប៉ុណ្ណោះ មេធាវីសង្ឃគណៈកម្មាធិការត្រួតពិនិត្យរបស់ម្ចាស់ផ្ទះបានរៀបចំតារាងផ្សព្វផ្សាយកណីឲ្យគ្រប់មេត្តាជួយឆ្លៀតពេលពិនិត្យផ្ទៀងផ្ទាត់ផងទៅថ្ងៃក្រោយរៀងរាល់ត្រីមាសគណៈកម្មការបរិយានឹងសហការជាមួយផ្នែកហិរញ្ញវត្ថុដើម្បីត្រួតពិនិត្យរាល់ការចំណាយលើការជួសជុលម្ដងមួយស៊ូឈីងពួកយើងទាំងអស់គ្នាជឿជាក់លើអ្នកសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្ញុំនិងស៊ូឈីងក្នុងចំណោមការជួបគ្នាជាច្រើនលើកច្រើនសារទីបំផុតខ្ញុំបានប្រែក្លាយពន្លឺផ្កាយឲ្យទៅជាកាឡាក់ស៊ីក្រោយការរងចាំអស់រយៈពេល7ឆ្នាំថ្ងៃនេះខ្ញុំទើបតែបានឈរនៅទីនេះហើយមានលោកស្រីលីនរបស់ខ្ញុំយ៉ាងពិតប្រាកដប្រពន្ធខ្ញុំកំពុងមើលហើយកុំលាតត្រដាងខ្ញុំអីអ្វីដែលខ្ញុំនិយាយគឺជាការពិតក្នុងឆាកជីវិតនេះខ្សែភ្នែករបស់ខ្ញុំនឹងសម្លឹងមើលតែអ្នកម្នាក់គត់ថ្ងៃនេះគឺជាថ្ងៃដ៏សំខាន់សម្រាប់កញ្ញាស៊ូឈីងនិងលោកលីនក្នុងការសន្យារួមរស់ជាមួយគ្នាពេញមួយជីវិតក្នុងនាមជាតំណាងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យខ្ញុំសូមថ្លែងការសុំទោសយ៉ាងស្មោះស្ម័គ្រជូនចំពោះកញ្ញាស៊ូបច្ចុប្បន្នក្រុមការងារគ្រប់គ្រងអចលនទ្រព្យថ្មីនិងគណៈកម្មការត្រួតពិនិត្យបុរីកំពុងដំណើរការជាមួយគ្នាកណេឲ្យត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយដំណាភៀបពេញលេញដើម្បីការពារម្ចាស់ផ្ទះគ្រប់រូបដោយយកចិត្តទុកដាក់បំផុតខ្ញុំក៏សូមជូនពរយ៉ាងស្មោះស្ម័គ្រដល់គូស្នេហ៍ថ្មីទាំងពីររូបសូមឲ្យមានសេចក្តីសុខជាមួយគ្នារាល់ពេលបាយបីពេលនិងរាល់រដូវកាលទាំង4ហើយស្រឡាញ់គ្នារហូតទៅមើលលោកលីនចុះក្នុងភ្នែករបស់គាត់មានតែស៊ូឈីងទេមើលទៅផ្អែមល្ហែមដូចជាប្តីប្រពន្ធដែលរស់នៅជាមួយគ្នាយូរឆ្នាំអញ្ចឹងបុរសមានសមត្ថភាពនារីមានសម្រស់ហើយពួកគេទាំងពីរមានចិត្តស្មោះត្រង់និងសប្បុរសគឺពិតជាគូព្រេងពីបុព្វេមែនសូមជូនពរឲ្យគូស្វាមីភរិយាថ្មីនេះរួមចិត្តរួមថ្លើមដើរទៅមុខជាមួយគ្នាសូមអរគុណដល់ចាស់ទុំអ្នកជិតខាងញាតិមិត្តនិងមិត្តភក្តិទាំងអស់ដែលបានមកវត្តមាននៅទីនេះកាលពីមុននៅពេលដែលប្រពន្ធរបស់ខ្ញុំស្ថិតក្នុងស្ថានភាពលំបាកតែម្នាក់ឯងគឺអ្នកទាំងអស់គ្នាដែលបានស្ម័គ្រចិត្តចេញមកជួយយកអាសាជួយពួកយើងស្វែងរកយុត្តិធម៌និងការពារផ្ទះសម្បែងរបស់យើងហើយការសន្យាដ៏សំខាន់បំផុតក្នុងឆាកជីវិតរបស់ខ្ញុំគឺការស្រឡាញ់ថែរក្សានិងការពារលោកស្រីលីនដែលនៅក្បែរខ្ញុំម្នាក់នេះឲ្យបានល្អពេញមួយជីវិតបន្ទាប់ពីបានឆ្លងកាត់ការរសាត់អន្តែតនៅក្រៅប្រទេសជាច្រើនឆ្នាំខ្ញុំតែងតែប្រាថ្នាចង់បានកន្លែងរស់នៅដ៏កក់ក្ដៅនិងមានសុវត្ថិភាពមួយឥឡូវនេះខ្ញុំមានផ្ទះដែលបាត់បង់ទៅហើយបានមកវិញមានឪពុកម្ដាយដែលស្រឡាញ់ថែរក្សាខ្ញុំមានគូស្នេហ៍ដែលមិនបោះបង់ខ្ញុំចោលនិងមានអ្នកជិតខាងដែលរស់រាយរាក់ទាក់និងកក់ក្ដៅខ្ញុំមានភាពពេញលេញគ្រប់យ៉ាងនៅក្នុងលោកនេះហើយនៅក្នុងថ្ងៃដ៏ពិសេសនេះសូមជូនពរដល់ភ្ញៀវកិត្តិយសទាំងអស់ព្រមទាំងអ្នកទាំងអស់គ្នាដែលកំពុងទស្សនានៅមុខអេក្រង់សូមឲ្យមានសុខសន្តិភាពសុខភាពល្អតាមថែរក្សាជាប់ជានិច្ចជួបតែសេចក្តីសុខនិងសំណាងល្អជារៀងរហូតគ្រួសារមានសុភមង្គលនិងសម្រេចបានរាល់បំណងប្រាថ្នាគូស្នេហ៍ថ្មីថ្មោងគុំគ្រាន់តែនិយាយពីពួកយើងអីថាប់គ្នាមួយមកឲ្យអ្នកទាំងអស់គ្នាបានមើលផងអ្នកទាំងអស់គ្នាថាមែនទេថាប់មួយមកដោយសារតែអ្នកទាំងអស់គ្នាមានការគាំទ្រយ៉ាងកក់ក្ដៅបែបនេះអ្នកទាំងអស់គ្នាឡើងមកលើឆាកថតរូបជុំគ្នាទៅ